ชีวิตនៅក្រោមឥទ្ធិពលនៃសេចក្តីទុក្ខហើយនឿយណាយនឹងការកើតចាស់ឈឺស្លាប់ធុញទ្រាន់នឹងជីវិតរបស់មនុស្សនឹងធុញទ្រាន់ចង់រកវិធីណាផ្លូវណាដើម្បីរំដោះខ្លួនចេញពីទុក្ខនឹងឲ្យសេចក្តីទុក្ខឲ្យផុតទៅនឹងវិធីដែលចេញពីទុក្ខសង្សារទុក្ខនេះឲ្យផុតទៅមានតែព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងទុកឲ្យនឹងជាមេគីជាអរិយមគ្គជាអដ្ឋង្គិកមគ្គការបដិបត្តិហ្នឹងបើមិនបានធ្វើពិធីបដិបត្តិទីគ្មានពិធីណាដែលចេញរួចពីទុក្ខទេអត់មានបន់ស្រន់បួងសួងណាឲ្យអតិទេពមកនាំទៅដាក់ព្រះនិព្វានណាបានអត់តែត្រូវធ្វើដោយខ្លួនឯងទាំងអស់នឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបព្រោះពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកបង្រៀនមនុស្សឲ្យធ្វើការតាមិនឲ្យមនុស្សពឹងគេទេមិនឲ្យទៅពឹងអ្វីដទៃខាងក្រៅខ្លួនឲ្យពឹងតែខ្លួនឯងពាក្យថាខ្លួនឯងក្នុងទីនេះបានដល់កាយវាចាចិត្តនេះជារបស់ខ្លួនហើយមនុស្សទាំងអស់នៅលើសកលលោកត្រូវតែធ្វើការដោយកាយដោយវាចាដោយចិត្តរបស់ខ្លួននឹងឯងសំបីជីវិតដែលញោមញាទាំងឡាយដែលរស់នៅជាមនុស្សសប្តាហ៍ថ្ងៃនេះមានចំណេះមានវិជ្ជាមានសម្បត្តិមានទ្រព្យមានយស័ក្តិទាំងបានក៏កើតតែអំពីកាយវាចាចិត្តរបស់ខ្លួនធ្វើខ្លួនឯងទាំងអស់ឥតមានណាមកធ្វើឲ្យទេនេះសូមញោមញាជ្រាបចឹងញោមគិតមើលមែនតើពេលដែលអាត្មាសម្ដែងប្រាប់ថាយើងមានអ្វីអត់ដោយសារខ្លួនយើងគិតមើលពីត្រឹមនឹងចាស់ទៅក្រោយវិញថាស្អីដែលបានពីណាគេធ្វើឲ្យអត់មានទេបានតែពីកាយវាចាចិត្តបញ្ញារបស់ខ្លួនដែលធ្វើនឹងកើតឡើងទៅអស់ដល់ខ្លួនតាំងពីសេចក្តីសុខទ្រព្យសម្បត្តិជោគជ័យសួស្តីអីសពបែបយ៉ាងកើតតែពីខ្លួនឯងធ្វើនឹងជាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនោះក្នុងព្រះធម៌ 84000 សត្វតែធម៌ដែលត្រូវធ្វើដោយកាយវាចាចិត្តទាំងអស់ញោមញាតិពុទ្ធបរិស័ទគឺកាយវាចាចិត្តនឹងហើយជាខ្លួនដែលលោកតែងសម្ដែងថាអត្តាហេអត្តណោនេថោខ្លួនជាទីពឹងនៃខ្លួនអ្នកដទៃមិនអាចទីពឹងយើងបានខ្លួនគឺកាយវាចាចិត្តនឹងឯងធ្វើរិចលោកកាយវាចាចិត្តរបស់ផងយើងកាយវាចាចិត្តរបស់យើងពីកំណើតដែលយើងកើតមកអត់ស្អាតទេណាញោមណាជាប់ដោយកិលេសគ្រឿងសៅមងស្មោកគ្រោះអាក្រក់ទាំងអស់កើតមកពីកំណើតមកវាសំបីតែបញ្ញារបស់យើងដូចគ្នាមនុស្សកើតមកមានពូជក្របពូជបញ្ញាស្រេចតែបើមនុស្សមិនបានសិក្សារៀនសូត្រអក្សរសិល្បវិជ្ជាអីទេបញ្ញារបស់ខ្លួនអត់រីកធំទៅបានដែលនៅតែក្តៀបអញ្ចឹងឯងឧទាហរណ៍ជាក់ស្ដែងញោមញាតិមើលប្រជាពលរដ្ឋបរិស័ទដែលគ្នានៅតាមចុងកាត់មិត្តញោកស្រុកក្រៅលំនៅជនរបស់គ្នាអត់បានរៀនញោមមកមានទៅចេះដឹងអីតាមពិតមនុស្សដូចតែគ្នាព្រោះយើងនៅទីក្រុងយើងមានសាលាសិក្សារៀនសូត្រគ្រប់មជ្ឈមហើយយើងរៀនទៅចេះដឹងមានបញ្ញារីកឡើងយើងធ្វើកិច្ចការអ្វីបានទាំងអស់ដោយសារបញ្ញាអ្នកនៅជនបទមានពូជបញ្ញាដូចតែគ្នាប៉ុន្តែគ្នាអត់បានរៀនសូត្រនៅវាក្តៀបនឹងអត់ធ្វើអីកើតទេអានេះបញ្ញានោះការយល់ខុសនេះបាបយ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនាបាបជាងអីទៀតបងរហូតដល់ថាម៉ែឪក៏អត់គុណមានគុណឲ្យម៉ែឪនឹងអត់គេណាម៉ែឪខំធ្វើសេចក្តីល្អតស៊ូងប់រស់នឹងកូនមួយណាតាំងពីនៅក្នុងពោះរហូតដល់ប្រសូតមកឲ្យរសាកូនមួយតាំងពីមួយថ្ងៃរហូតដល់អាយុជាង20ម្នាក់គេได้ចិញ្ចឹមដោយគ្រឿងឧបភោគបរិភោគដោយទឹកចិត្តមេត្តាស្រឡាញ់ផងករណាអាណិតអសូរការពារកូននឹងនៅតែ
កូនทำไมเอาอันមានគុណอันนั้นถ้ายល់ខុសបាបក្រៃលែងជាទីបំផុតការមិច្ឆាទិដ្ឋិការយល់ខុសនេះបុរាណថាបាបមិនឆ្អាបមឿនទេបើទៅវាយមឿនវាយឲ្យស្ងោស៊ីបាបដែរបើឆ្អាបមឿនបាបនៃការយល់ខុសប្រឆាសេចក្តីពេញអត់បានឆ្អាបមឿនអីទេគឺបាបធ្ងន់ណាស់ដោយសារគំនិតយល់ខុសប្រឆាហ្នឹងហើយមនុស្សកាលណាតែមិនជឿបន់មិនជឿបាបមិនជឿថាមនុស្សស្លាប់ហើយកើតទៀតឋានសួគ៌ឋានរមានមនុស្សនោះធ្វើអាក្រក់ទាំងអស់អត់ខ្លាចទេរឿងអំពើអាក្រក់បើធ្វើវាអត់ឲ្យផលអញ្ចឹងមានប៉ះពាល់ដល់ជីវិតរបស់មនុស្សសពសត្វនៅលើពិភពលោកទាំងអស់នឹងកាលណាបើបានស្ដាប់ធម៌ទេសនាឲ្យបំបត្តិការយល់ខុសនឹងឲ្យយល់ត្រូវឡើងវិញផងត្រឹមត្រូវទៅតាមសេចក្តីពិតព្រោះស្ដាប់ធម៌ទៅយល់អានិសង្សទី5កាលណាញោមញាតិស្ដាប់យល់ហើយញ៉ាំងទឹកចិត្តរបស់ញោមញាតិគ្រប់គ្នានឹងឲ្យមានជំនឿសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនានឹងកាន់តែខ្លាំងក្លាឡើងដោយសារការស្ដាប់ធម៌ទេសនានឹងឯងជ្រះថ្លាទៅយល់មានបញ្ញាយល់ខុសយល់ត្រូវដឹងអាក្រក់ល្អទាំងអស់ក៏ទឹកចិត្តនឹងមានសទ្ធាជ្រះថ្លាមានសទ្ធាជ្រះថ្លាថ្នាក់ញោមញាតិពុទ្ធបរិស័ទនេះគេហៅថាចិត្តជាកម្មាវិជ្ជាកុសលចិត្តកាលណាស្ដាប់ពីចិត្តនោះវាកើតសេចក្តីជ្រះថ្លាជាកុសលក៏ចង់ធ្វើសេចក្តីល្អឡើងណាមានការចែកទានមានការរក្សាសិលមានសេចក្តីអាណិតអាសូរដល់ជីវិតសពសត្វទូទៅនៅជុំវិញខ្លួនលើផែនដីនឹងមិនប៉ះពាល់ទេនេះហៅកម្មាវិជ្ជាកុសលចិត្តកម្មាវិជ្ជាកុសលចិត្តនេះចិត្តជាកុសលប៉ុន្តែវាជាប់ជំពាក់ដោយកម្មគុណ5ទៅជីវិតរបស់មនុស្សបើវាជាប់ជំពាក់ហ្នឹងចិត្តជាកម្មាវិជ្ជាកុសលចិត្តនេះលោកសម្ដែងថាដល់អស់អាយុទៅកើតក្នុងឋានសួគ៌6ជាន់ឆ្អកកម្មាវិជ្ជាសួគ៌ហ្នឹងអានេះអាត្មាគណៈសម្ដែងនិយាយពីចិត្តទី1ទេចិត្តមាន14ថ្នាក់ណាបើសម្ដែងពីចិត្តទី1គឺចិត្តញោមញាតិពុទ្ធបរិស័ទហ្នឹងឯងទី1បំផុតឲ្យចិត្តជាកុសលមុនគេហ្នឹងដែលយល់អំពីកុសលធម៌ប្រកបដោយបញ្ញាទៅគឺពំពេញឲ្យញោមចេះអាណត្តិគេចេះបរិច្ចាគទ្រព្យសម្បត្តិចែកទៅជាទានដល់ជនដទៃទៀតឬក៏សាងជាសាលារៀនជាមន្ទីរពេទ្យជាផ្លូវជាថ្នល់ជាស្ពានសតកម្មាវិជ្ជាកុសលចិត្តឯងបានលះទ្រព្យយកទៅធ្វើបានណានឹងសំញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអានិសង្សនៃការដែលបានបរិច្ចាគទានជ្រះថ្លាដោយចិត្តរីករាយនឹងឯងដែលអានិសង្សចុងក្រោយទៅញោមញាតិលះបង់លោកទៅកាន់លោកកមុខទៅបានកាន់ទៅសុគតិក្នុងឋានសួគ៌នឹងជាហេតុផលក្នុងពុទ្ធសាសនាហ្នឹងពុទ្ធសាសនានោះថាអាស្រ័យការសេពគុំបានមកសេពគុំនឹងត្រកូលសប្បុរសក៏បានត្រឡប់វិលខ្លួនដែលជាអសប្បុរសនឹងឲ្យទៅជាសប្បុរសនឹងគេដែរពាក្យថាសប្បុរសជាភាសាបាលីប្រែជាខ្មែរថាអ្នកដែលស្ងប់ពួកសប្បុរសគឺពួកអ្នកដែលស្ងប់ស្ងប់អីថាស្ងប់កាយស្ងប់វាចាស្ងប់ចិត្តដល់អ្នកដែលមិនស្ងប់នឹងគេហៅអសប្បុរសនឹងបានមកសេពគុំនឹងសប្បុរសក៏ផ្លាស់ប្ដូរទៅជាអ្នកស្ងប់នឹងបានព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងថាកិរិយាដែលសេពគុំគឺមករួបរวมពោសមាគមជាមួយនឹងគ្នាទៅសេពគុំនឹងសប្បុរសរមែងបានទទួលធម៌របស់សប្បុរសសេពគុំនឹងអសប្បុរសនឹងបានទទួលធម៌របស់អសប្បុរសបានកិរិយាដែលសេពគុំនេះគឺជាធំបំផុតជាចម្បងសម្រាប់សង្គមមនុស្សនៅលើសកលលោកនេះបានព្រះសម្មាសម្ពុទ្ធសម្ដែងក្នុងមង្គលសូត្រនៃអាសេវនាជាពាលាណាំងថាកិរិយាមិនសេពគុំនឹងជន់ពេលហ្នឹងអសប្បុរសហ្នឹងជាមង្គលដល់ប្រសើរតែកាលណាយើងទៅសេពគុំនឹងពួកអសប្បុរស
ឧបិយនឹងដែលនាំយើងទៅធ្វើកុសលនាំយើងទៅប្រព្រឹត្តអំពើអកុសលហ្នឹងឯងនេះអំពើអកុសលហ្នឹងវាជាទីត្រេកអររបស់ពួកអសប្បុរសហ្នឹងឯងតែស៊ីផោឡែរំច្រៀងទៅអីសពបែបស្អាតហ្នឹងពួកអសប្បុរសគឺចូលចិត្តចឹងដល់ពួកសប្បុរសលោកមិនចូលចិត្តទេវាអំពើស៊ីផោឡែរំច្រៀងអាហ្នឹងគេថាវាអត់ស្ងប់ធ្វើចិត្តធ្វើកាយវាចាចិត្តមនុស្សរបស់នោះឲ្យមានកិលេសនោះសម្ផលគ្រូតក្រៀតឡើងបងនេះសម្រាប់ទៅសាបគុំនឹងអសប្បុរសតែសាបគុំនឹងសប្បុរសលោកណាំបញ្យល់ឲ្យបុគ្គលនឹងស្ដាប់ទទួលយកបានទៅក៏អប់រំកាយវាចាចិត្តយើងខ្លួនឲ្យបានទៅជាអ្នកស្ងប់គេហៅថាអសប្បុរសហៅថាសប្បុរសនឹងសំញញាតជ្រាបដូចជាញោមញាតពុទ្ធបរិស័ទដែលបានមកប្រជុំគ្នាក្នុងទីនេះណាការសន្និបាតមកប្រជុំទីនេះសុទ្ធតែជាពួកសប្បុរសហើយទោះបីជាមិនប្រាប់ក៏យើងសង្កេតមើលទៅឃើញប្រពួកអសប្បុរសអត់បានចូលមកកាន់ទីប្រជុំនឹងបានទេមិនជ្រះថ្លាមិនចូលចិត្តទេសម្រាប់ញោមញាតពុទ្ធបរិស័ទដែលជាសប្បុរសនឹងឬសប្បុរសផ្លងគ្នាប្រកោកប្រកាសអំពីកិច្ចការងារដែលល្អមានកុសលកម្មជាដើមលឺហើយក៏ជ្រះថ្លាមកប្រជុំគ្នាព្រមព្រៀងគ្នាណាបានការប្រជុំគ្នានេះគឺសត្វតែសប្បុរសហើយដោយសារខ្សែគប់នឹងសប្បុរសហ្នឹងឯងនឹងសោអញ្ញញាតពុទ្ធបរិស័ទទាំងឡាយជ្រាបដោយក្នុងឱកាសនេះឯកឧត្តមបានមានប្រសាសន៍ជំរាបដល់ញោមញាតហើយអំពីការកសាងស្ថានីយ៍វិទ្យុផ្សាយសម្លេងពុទ្ធសាសនានេះវិទ្យុដែលយើងកសាងនេះគឺជាវិទ្យុដែលផ្សាយអំពីពុទ្ធសាសនាដោយសតតែម្ដងអត់មានអីខុសពីនឹងទៅលាយច្រឡំទេនេះសំជំរាបប្រវិទ្យុដែលផ្សាយមួយសតតែមានលក្ខន្តិកៈច្បាប់ផ្ទៃក្នុងរបស់វិទ្យុនឹងគ្រប់ខេត្តទាំងអស់យើងហាមថាមិនឲ្យយកអ្វីដែលមកប្រើប្រាស់នៅក្នុងវិទ្យុនឹងលក្ខន្តិកៈនឹងទី1ហាមផ្សាយពាណិជ្ជកម្មអត់មានឲ្យយកមកផ្សាយទេក្នុងទី2ហាមមិនឲ្យនិយាយអ្វីដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រទី3ហាមមិនឲ្យពូនិយាយស្ដីអីដែលប៉ះពាល់ដល់រាជរដ្ឋាភិបាលមានប្រមុខរាជរដ្ឋាភិបាលជាដើមហ្នឹងទី4ហាមមិនឲ្យបំរើបកនយោបាយមិនឲ្យបកនយោបាយណាមកយកវិទ្យុនៅផ្សព្វផ្សាយបរោសំឡេងនេះជាលក្ខន្តិកៈដែលយើងហាមគឺផ្សាយតែពីសំឡេងពុទ្ធសាសនារសជាតិរបស់ប្រទេសដោយសតតែម្ដងនេះលក្ខន្តិកៈធ្វើអំពើអាក្រក់ដោយខ្លួនឯងនិងសៅមងដោយខ្លួនឯងនេះពុទ្ធិកាអត្តនាអកតੰបាបង្អត្តនាវិសុចតិអត្តនាអកតੰបាបង្អត្តនាវិសុចតិយ៉ាងអ្នកណាធ្វើអំពើល្អដោយខ្លួនឯងនិងបរិសុទ្ធដោយខ្លួនឯងសទ្ធិអសទ្ធិបច្ចតាំងញញអញ្ញវិសុទ្ធិយេសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធស្រេចនឹងខ្លួនឯងអត់មានអ្នកដទៃណាមកធ្វើខ្លួនឲ្យបរិសុទ្ធបានទេធ្វើខ្លួនឯងឲ្យបរិសុទ្ធគឺត្រូវអប់រំកាយវាចាចិត្តដោយសិលសមាធិបញ្ញានឹងជាគ្រឿងធ្វើឲ្យខ្លួនយើងបរិសុទ្ធសត្វជាតួការងារដែលយើងធ្វើទាំងអស់ដែលបល័យថាកម្មនោះដូចជាកន្លែងនេះមជ្ឈមណ្ឌលសមាធិវិបស្សនានេះកន្លែងអប់រំចិត្តរបស់ខ្លួនជំរះចិត្តរបស់ខ្លួនឲ្យបរិសុទ្ធកិលេសគ្រឿងសៅមងសម្រាប់មនុស្សមាន3ថ្នាក់កិលេសក្រោធក្រេតកិលេសចិនកណ្ដាលកិលេសចិត្តល្អិតកិលេសក្រោធក្រេតត្រូវកម្ចាត់ដោយសិល
កិលេសចិនកណ្ដាលកំចាត់ដោយសមាធិចម្រើនសមថៈកិលេសចិនល្អិតកំចាត់ដោយវិបស្សនា3នេះសិលសមាធិបញ្ញានេះជាផ្លូវពោលដែលអរិយមេអថង្គិកមេដែលជាផ្លូវដែលព្រះអរិយទាំងឡាយលោកបានធ្វើដំណើរតាមនឹងដើម្បីនឹងចេញចាកទុកនឹងបានទៅបដិបត្តិចឹងដល់តិចទៅនឹងអត់មានទេណាសូមឲ្យញោមញាតិជ្រាបយល់ចឹងហើយពុទ្ធសាសនាអត់មានទៅហៅអតិភិបខាងក្រៅមកជាទីពឹងទេណាតែក្នុងបរិស័ទខ្មែរដែលជ្រះថ្លាពុទ្ធសាសនាមិនបានសិក្សារៀនសូត្របរិយ័តអត់ស្គាល់ពុទ្ធសាសនាតែទៅស្គាល់តែសាសនាដទៃខាងក្រៅពីពុទ្ធសាសនាសាសនាខាងក្រៅដទៃទេសង្ឃឹមផ្ញើជោគវាសនាទៅលើព្រះទេវតាព្រះឥន្ទព្រំមកជួយស្រោចស្រង់មនុស្សនោះឲ្យបានសេចក្តីសុខជោគជ័យសួស្តីបានន័យថាមនុស្សត្រូវទីពឹងទេវតាតែពុទ្ធសាសនាមិនមានទេមានឲ្យយើងយកទេវតាឬអតិភិបខាងក្រៅមកជាទីពឹងទេអានឹងសូមបញ្ជាក់ថ្ងៃនេះឲ្យច្បាស់លាស់ញោមញាក់ខ្លះយល់ខ្លះហើយតែមិនទាន់យល់ច្បាស់ទេញោមញាក់ខ្លះនៅតែមិនទាន់យល់បើធ្វើទេសនានេះបញ្យល់ប្រាំបើអ្នកណានៅតែហៅគេឲ្យមកជួយមិនពុទ្ធបរិស័ទទេមិនសិស្សពុទ្ធទេមិនសាវកពុទ្ធទេព្រោះពុទ្ធលោកមិនឲ្យហៅអ្នកណាមកជួយទេឲ្យធ្វើខ្លួនឯងសិលសមាធិបញ្ញានឹងហើយជាគ្រឿងទីពឹងធ្វើខ្លួនឯងទៅអស់ជាទូកម្មតែបើនៅតែហៅគេឲ្យមកជួយមិនពុទ្ធសាសនាតែបើញោមញាតយើងទៅថ្ងៃនេះហៅគេមកជួយច្រើនណាស់ណាបងមែនទេហ្នឹងហើយអ្នកមិនស្គាល់សាសនាហ្នឹងអ្នកមិនស្គាល់ពុទ្ធសាសនាហ្នឹងមិនចឹងហ្នឹងឯងប្រាប់ឲ្យច្បាស់តែអ្នកណានៅតែហៅគេមកជួយមិនមែនបរិស័ទពុទ្ធសាសនាទេត្រូវដឹងខ្លួនយ៉ាងណាមកបើថាបរិស័ទពុទ្ធសាសនាគឺត្រូវធ្វើកម្មគឺការងារពាក្យបល័យថាកម្មប្រែជាខ្មែរថាអំពើដែលយើងធ្វើណាកាយកម្មវិច័យកម្មមនោកម្មបល័យទាំងអស់កាយកម្មធ្វើការដោយកាយវិច័យកម្មធ្វើដោយសម្ដីមនោកម្មធ្វើដោយចិត្តមានប៉ុណ្ណឹងឯពុទ្ធសាសនាតែដល់ទីពីហ្នឹងមិនមែនពុទ្ធសាសនាទេខ្ញុំសូមបញ្ជាក់ចឹងអប់រំកាយវាចាចិត្តយើងឲ្យស្អាតដើម្បីកាយវាចាចិត្តប្រព្រឹត្តការងារអត់គ្មានអ្នកណាមកបញ្ជាកាយវាចាចិត្តយើងទេពុំមានអធិបតីភាពខ្លួនឯងហើយគ្មានអ្នកណាថាអូអ្នកឯងទៅធ្វើនឹងទៅអូអ្នកឯងទៅនឹងអត់មានទេគឺបញ្ញារបស់ខ្លួនទេអ្នកសម្រាប់អានឹងក៏មានជោគវាសនាខ្លួនឯងគ្មាននៅក្រមណានេះគុំណាទេនោះថាមនុស្សសម្រាប់ជោគវាសនាខ្លួនឯងតែមានអតិទេពណាអ្នកមកសម្រាប់អត់ទេមានណាមកសម្រាប់ទេតែពេញចិត្តអីរៀនអានឹងឯងទៅណាសម្រាប់ជោគវាសនាខ្លួនឯងខ្ញុំមើលថាប្រកាសប៉ុណ្ណាបើថាព្រះជាអ្នកសម្រាប់អត់ដែលឃើញទេវាដូចគ្រាន់តែកុហកគ្នាតទេណានឹងមនុស្សសម្រាប់អរិញកើតមកមានបនស័កតូចធ្វើការចេះដឹងមានចំណេះវិជ្ជាធ្វើការមួយជីវិតក៏មិនបានឡើងបនឡើងស័កអីគេធំទេបើធ្វើទៅហ៊ានក៏រកស័កមួយស័កពីរអីវាមិនឃើញទេបើនៅតែស័កមួយកងុកស័កពីរកងុកស័កបីកងុកហ្នឹងឯងអាកងុកយ៉ាងហ្នឹងគេថាស័កមួយស័កពីរកងុកសែបកបរាសែបហ្នឹងណាថាអត់បានឡើងបនស័កតែមួយជីវិតទៅតែត្រែនក៏នៅតែស័កបីកងុកស័កពីរកងុកហ្នឹងឯងថាមកវិស្អីថាអ្នកនឹងជាមនុស្សដែលជាណែនគេមានចិត្តច្រណែនបៀតបៀនអ្នកដទៃជុំវិញខ្លួនអ្នកភូមិផងរបស់ជាមួយនឹងឃើញគេបានសុខបានទ្រព្យបានសម្បត្តិអីខឹងយ៉ាងណែននឹងគេពួយមាត់បាត់ដុំដៃខឹងនឹងគេមានគេបានសុខគេមានទ្រព្យណាទៅខឹងក្តៅអាឯងគេហ្នឹងតែឯងបើក្រព្រោះនឹងឯងជាការងារអាក្រក់ផ្លូវចិត្តណាផ្លូវចិត្តเราវាចាណាកើតជាអនាគតទៅចេះដឹងរៀនចេះដឹងបណ្ណាទៅធ្វើការអីក៏មិនបានធំដុំគេទេបងសម្រាប់គេអ្នកដែលគេធ្វើការងារកើតឡើងមានបុណ្យស័ក្តិធំមានទ្រព្យមានសម្បត្តិ
ឃើញអ្នកភូមិផលរបស់ជាមួយឃើញអ្នកណាមួយគេបានសុខបានចម្រើនដោយទ្រព្យដោយសម្បត្តិគេកូនចៅគេល្អប្រពន្ធប្តីគេក៏ល្អជាសប្បុរសតកូលសម្បត្តិល្អគេជួយត្រេកអរហ្នឹងតកូលហ្នឹងឲ្យគេធ្វើបុណ្យកុសលអីបានគេល្អហ្នឹងគេថាមុទិតាធឿមុទិតាធឿគឺថាត្រេកអររីករាយតាមតែអ្នកនឹងបានសេចក្តីសុខជួយសប្បាយគេទៅសើបន់ទៅសើព្រេងសំណាងគេចឹងគឺនឹងប៉ុណ្ណឹងបានបន់តែអនាគតទៅធ្វើការងារអីក៏បានឡើងបន់ឡើងស័ក្តិអីធំធេងហ្នឹងមិនចឹងសម្រាប់អ្នកដែលកើតមកក្នុងត្រកូលថោកទាបបើត្រកូលថោកទាបបំផុតពោលជាទាសាទាស័យអីគេគឺទៅកើតទៅក្នុងភូមិស្រុកប្រទេសដែលថោកទាបនឹងដោយសត្វទេរយានថាអ្នកនឹងជាមនុស្សអកតញ្ញូឬជាមនុស្សពាលមនុស្សទំនើងมันមានគោរពការតតក្រែងដល់មេត្តាបិតារបស់ប៉ុនខ្លួនទូលមានអីក៏មិនស្ដាប់សន្តិធំមើលងាយម៉ែឪមើលងាយចាស់ប្រធាចាសមណៈព្រាមព្រឹទ្ធបណ្ឌិតអីទាំងអស់ពោគឺមិនកោតក្រែងមិនគោរពអាណាទៅជាងងជាងាងមើលងាយទាំងចាស់ប្រធាចាច្បាស់ឋានៈការងារហ្នឹងហើយការងារអាក្រក់ដែលច្រើនផលច្រើនយ៉ាងហ្នឹងឲ្យទៅកើតក្នុងត្រកូលថោកទាបយ៉ាងហើយសម្រាប់អ្នកដែលកើតក្នុងត្រកូលខ្ពង់ខ្ពស់គឺនៅនឹងគេគោរពមេត្តាបិតាគេគោរពចាស់ប្រទេសអាចារ្យអ្នកប្រាជ្ញបណ្ឌិតចេះអន់ចេះលំទោនគោរពទៅនឹងជាការងារដ៏ល្អគេអនាគតគេទៅកើតក្នុងត្រកូលដែលស្ដុកស្ដំមានទ្រព្យមានសម្បត្តិខ្ពង់ខ្ពស់ហើយសម្រាប់អ្នកកើតមកល្ងងធ្វើអីក៏មិនកើតរៀនអីក៏មិនកើតបើសំបីតែគ្រូអញទិញមេលេខហ្នឹងក៏ទិញវាមិនចាំថាវាមិនត្រូវឲ្យធ្វើលេខបូកលេខដកក៏វាមិនកើតរៀនចំណេះអីក៏មិនចេះថានឹងមកពីមនុស្សនឹងខ្ជិលមិនរៀនមិនសូត្រជួបអាការមិនរៀនមិនសូត្រស្ដាប់បាច់ចាំជាតិមកទៅវាល្ងងស្រែកតំជាតិមនុស្សនឹងទៅហើយបើតែមិនរៀនចេះអីពីណាអត់ដូចបុរាណដូនតាលោកថាចេះពីរៀនមានពីរកchứ bây giờ mình riêng chế ấy rồiអ្នកកើតមកក្រមកជីវិតនឹងរស់ស៊ីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកវាមិនគ្រប់ធ្វើស្រែក៏មិនគ្រប់ស៊ីមួយឆ្នាំដល់ខួបទៅវិញបានតែពាក្យកណ្ដាលឆ្នាំក៏អស់ដល់រោទៀតឯងចៃបលទៀតក៏សុទ្ធមកតែអ្នកនោះមិនសូវបរិច្ចាគទានជាអ្នកកំណាញ់ស្វាត់ស្វាញអីទៅមិនជ្រះថ្លាក្នុងការបរិច្ចាគទានណាគេថាធ្វើបន្តិចបន្តួចក៏ទៅទើរសាអ្នកភូមិផលរបស់ជាមួយគេធ្វើឲ្យគេប្រាប់ឲ្យនឹងសោះនឹងខានទៅវាមិនកើតតែចិត្តវាអត់ជ្រះថ្លាធ្វើต้องទៅទើរដល់អញ្ចឹងវាមិនបានផលបានអានិសង្សមកវិញកើតជាមកទៅជាអ្នកក្រខ្សត់ទ្រព្យសម្បត្តិចឹងមិនសមមានសម្រាប់អ្នកដែលគេកើតមកមានទ្រព្យមានសម្បត្តិច្រើនរោទទួលទានប្រកបរបរធ្វើស្រែធ្វើចំការចំនួនជួញប្រែចេះតែដុសដាលរីករានព្រោះគេបានធ្វើទានគេបរិច្ចាគទានពីមុនមកទ្រព្យរបស់គេសន្សំទុកពីមុនមកហ្នឹងការបរិច្ចាគទានមានទៅវិណាជាកំណត់ទ្រព្យរបស់គេទុកតែភ្នែកយើងដែលយើងមើលដោយភ្នែកយើងថាហ្នឹងតែឲ្យទៅវាអស់លើនេះតាមពេលវាមិនអស់ទេណានឹងទៅកត់ទុកក្នុងធនាគាររបស់ពុទ្ធសាសនាហ្នឹងជាគំនៅបន់បញ្ញានិធិនោះរបស់បញ្យើងកត់ទុកសម្រាប់ប្រើប្រាស់ក្នុងពេលខាងមុខកណ្ដាប៉ុណ្ណឹងទេចូលធ្វើការងារឲ្យសម្រេចដោយខ្លួនឯងតែសេចក្តីថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលយកខ្លួនឯងជាកោះទីពឹងខ្លួនឯងចូលយកខ្លួនឯងជាទីពឹងកុំយកអ្នកដទៃមកជាធ្វើជាទីពឹងខ្លួនឡើយអាហ្នឹងគឺព្រះអង្គបញ្ជាក់ប្រាប់ច្បាស់เลยទីពឹងខ្លួនយើងហើយទីពឹងលើកាយវិជាចាត់ការងារដែលយើងធ្វើហ្នឹងហើយទីពឹងខ្លួនឯងហ្នឹងខ្ញុំមានមើលពុទ្ធសាសនាបើយើងរៀនសូត្រឲ្យច្បាស់លើទៅវាអត់បំពល់នឹងអ្នកណាវាអត់បបាក់ទៅបំពល់ខ្វល់ខ្វាយទៅនឹងខ្លួនឯងម្នាក់ខំតែខ្លួនឯងអប់រំទូលមានកាយវិជាចិត្តខ្លួនឲ្យតែល្អទៅចប់ដែរពុទ្ធសាសនានឹងមិនខ្វល់នឹងអ្នកណាទេហ
តាមពេលទៅនៅនាលអ្នកស្ដាប់ទាំងអស់មិនដឹងជាអ្នកស្ដាប់នឹងគេទទួលយកបានឬមិនបានបើថាអ្នកស្ដាប់ទទួលយកបានក៏ជាការល្អមានផលមានប្រយោជន៍សម្រាប់ខ្លួនឯងតែបើអ្នកដែលស្ដាប់នឹងទទួលមិនបានស្ដាប់មិនយល់យកទៅវាមិនបានបដិបត្តិវាមិនបានក៏ជារឿងរបស់អ្នកស្ដាប់ទេគ្រាន់តែជួយសង្គ្រោះដល់គ្នានឹងគ្នាដូចជាព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទាំងឡាយគ្រប់គ្នាក្តីព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធសម្មាសម្ពោធិញ្ញាណហើយព្រះអង្គសម្ដែងធ្វើទេសនាទូលមានពុទ្ធបរិស័ទអស់រយៈកាល45ឆ្នាំព្រះអង្គមានបានប្រស័ទឯណាបានទាំងអស់បានប្រស័ទដែលមានឧបនិស្ស័យបច្ច័យដែលទាក់ទងនឹងគ្នាប្រាថ្នាជួបនឹងព្រះអង្គសម្រាប់សត្វដទៃទីដែលគ្មាននិស្ស័យមានទៅស្ដាប់បានមានទៅយល់មានទៅជឿឯណាអត់ទេព្រោះអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គក៏គ្មានពិធីអីទៅធ្វើអ្នកនឹងដែរអស់អ្នកនឹងគេជឿតាមព្រះអង្គក៏វាអត់មានបានជាសាសនាធ្វើពាក្យទូលមានព្រានបដៅរបស់ព្រះអង្គគឺថាឲ្យម្នាក់ខំតែខ្លួនឯងហ្នឹងសូមនមស្ការព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមប្រគេនពរចំពោះបទិរានុធិរៈគ្រប់រូបទាំងឡាយដែលមានព្រះសិរីបញ្ញោសែនថេនព្រះគ្រូចៅអធិការវត្តខ្មែរបែលបូននិងចម្រើនពរលោកអាចារ្យគណៈកម្មការញោមញាតិពុទ្ធបរិស័ទជាទាយុទាយិកាបាសកបាសិកាទាំងឡាយគ្រប់ព្រះអង្គនិងគ្រប់រូបក្នុងឱកាសនេះក្នុងថ្ងៃនេះវត្តខ្មែរបែលបូនរដ្ឋវិកតូរីយ៉ាសាជីវកម្មបានព្រមព្រៀងគ្នាមូលមតិគ្នាជាឯកច្ឆន្ទមានព្រះសង្ឃញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានប្រារព្ធកម្មវិធីបុណ្យវិសាខបូជាប្រចាំឆ្នាំសម្រាប់វត្តខ្មែរបែលបូនរដ្ឋវិកតូរីយ៉ាសាជីវកម្មជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងជាអ្នកគោរពអ្នកកាន់ពុទ្ធសាសនារៀងរាល់ឆ្នាំតែងប្រារព្ធកម្មវិធីបុណ្យវិសាខបូជានេះជាប្រចាំទោះបីជាវត្តអារាមនៅប្រទេសណាក៏ដោយឲ្យតែពុទ្ធសាសនាក៏ប្រារព្ធកម្មវិធីបុណ្យវិសាខបូជានេះដូចគ្នាទាំងអស់គឺថ្ងៃខែគឺប្រារព្ធនៅថ្ងៃតែមួយទេតែសម្រាប់នៅប្រទេសដទៃនានាដូចជាប្រទេសអូស្ត្រាលីឬក៏ប្រទេសសហរដ្ឋអាមេរិកនៅបារាំងជាដើមញោមញាតិពុទ្ធបរិស័ទដែលរស់នៅក្នុងប្រទេសនានានោះប្រារព្ធកម្មវិធីបុណ្យប្រពៃណីក្នុងពុទ្ធសាសនានឹងមិនសូវបានប្រារព្ធចំថ្ងៃដែលបានកំណត់ទេដោយសារពេលវេលាច្បាប់ទម្លាប់ស្រុកគេនឹងវាមិនដូចជាប្រទេសកម្ពុជាយើងដែលកាន់ពុទ្ធសាសនាទូទៅនោះដោយក្នុងថ្ងៃនេះនៅកន្លែងនេះប្រារព្ធកម្មវិធីបុណ្យវិសាខបូជានេះក្រោយថ្ងៃដែលកំណត់គឺថ្ងៃ15កើតខែវិសាខនឹងដោយសារបញ្ហាថ្ងៃនឹងជាថ្ងៃដែលញោមញាតិទាំងអស់គ្នានឹងត្រូវជាប់កិច្ចការងារក្នុងការ
ចិញ្ចឹមជីវិតរបស់ខ្លួននោះម្ល៉េះធ្វើកិច្ចការនៅក្នុងប្រទេសគេនេះទៅថ្ងៃសៅរ៍ថ្ងៃអាទិត្យទើបអាចធ្វើបានម្ល៉េះហើយបុណ្យវិសាខបូជានេះក៏លើកយកមកប្រពធ្វើនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះទោះបីជាមិនបានប្រពចំលើពិធីប៉ុន្តែនៅថ្ងៃពេលវេលាដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រសូតទ្រង់បានត្រាស់ដឹងជាពុទ្ធទ្រង់បរិនិព្វាននៅថ្ងៃ15ខែវិសាខនឹងក៏ពិតមែនទោះបីជាកន្លងមកហើយក៏នៅតែក្នុងការគោរពបុណ្យពិធីវិសាខបូជានឹងដូចតែគ្នាទេញោមញាតិពុទ្ធបរិស័ទព្រោះនឹងកាលពេលវេលាស្រុកទេសមិនអនុញ្ញាតឲ្យយើងធ្វើហ្នឹងហើយមិនមែនត្រឹមតែបុណ្យវិសាខបូជាទេទោះបីកាន់បុណ្យភ្ជុំបិណ្ឌអីក៏ដោយតែនៅប្រទេសក្រៅដទៃនានាញោមញាតិមិនសូវបានប្ររពត្រូវលើកកាលកំណត់នៅថ្ងៃ15រោចខែភទ្របទថ្ងៃខែដាច់នឹងអត់បានទេខ្លះក៏ធ្វើមុនខ្លះក៏ធ្វើក្រោយយល់ទៅតាមឆ្នាំនោះថ្ងៃសៅរ៍ថ្ងៃអាទិត្យមុន15រោចខែភទ្របទឬក៏ក្រោយអីក៏សម្រួលទៅតាមនឹងទៅបើទោះបីយ៉ាងម៉េចក៏នៅតែបុណ្យជុំបិណ្ឌដូចតែគ្នានឹងឯងដូចជាបុណ្យវិសាខបូជាថ្ងៃនេះเป็นแม่นยืดบ่ยาวក្រោយខុសពេលខុសវេលាក៏នៅតែកំណត់ថាបុណ្យវិសាខបូជាព្រោះទឹកចិត្តរបស់ញោមញាតិពុទ្ធបរិស័ទអស់បង្អោនទៅលើបុណ្យវិសាខបូជាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងចំពោះពុភិក្ខុថាភិក្ខវេចេតនាហង្ភិក្ខវេកម្មង្វទាមិធម្មនាភិក្ខុទាំងឡាយចេតនាវត្ថុបំណងនៃចិត្តនឹងជាបុណ្យជាកុសលថ្ងៃនេះពិតមែនក្រោយថ្ងៃវិសាខបូជាក៏ពិតមែនបើញោមញាតិកំណត់ថាជាបុណ្យវិសាខបូជាគឺវិសាខបូជាហើយសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលីនេះបងនឹងសូមជំរាបអញ្ចឹងហើយសម្រាប់ខ្ញុំកណ្ណាអាត្មាភាពនេះបានមកកាន់ប្រទេសអូស្ត្រាលីនេះលើកទី1ហើយអាយុ83ហើយបានមកឃើញស្គាល់ទឹកដីអូស្ត្រាលីនេះការដែលមកកាន់ប្រទេសអូស្ត្រាលីនេះក៏មិនមែនជាចេតនាបំណងទឹកចិត្តរបស់ខ្ញុំកណាអាត្មាភាពថានឹងមកកាន់ប្រទេសអូស្ត្រាលីអត់មានចេតនាទេប៉ុន្តែមកនេះមកដោយកម្លាំងទឹកចិត្តសទ្ធាជ្រះថ្លារបស់ញោមញាតិពុទ្ធបរិស័ទព្រះសង្ឃដែលគង់នៅប្រទេសអូស្ត្រាលីនេះដោយសារស្គាល់ខ្ញុំកណាអាត្មាភាពតាម Facebook តាមទូរស័ព្ទអាត្មាមកដល់ញោមញាតិស្គាល់អាត្មាគ្រប់តែគ្នាអាត្មាអត់ទៅមានស្គាល់ញោមណាមួយទេអាត្មានឹកឃើញដល់ភាសិតរបស់ចិនគេថាអ្នកណាក៏ស្គាល់លោកសង្ឃដែរបើលោកសង្ឃគ្មានស្គាល់ណាម្នាក់ទេនឹងសម្រាប់អាត្មាពេលអត់បានស្គាល់ញោមញាតិទេបានក្នុងឱកាសនេះខ្ញុំកណាអាត្មាភាពក៏សូមថ្លែងអំណរអរព្រះគុណអរគុណចំពោះញោមញាតិពុទ្ធបរិស័ទទាំងឡាយដែលគង់ស្នាក់នៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីនេះដោយសារព្រះករុណាគ្រប់រូបនិងញោមញាតិពុទ្ធបរិស័ទបានស្គាល់ខ្ញុំករុណាអាត្មាភាពតាមរយៈ Facebook ទូរស័ព្ទបើស្គាល់ជាស្រមោលប្រយោលពីចម្ងាយហ្មងទេក៏មានទឹកប្រតិទឹកចិត្តជ្រះថ្លាតែចង់បានជួបបានឃើញខ្ញុំករុណាអាត្មាភាពដោយផ្ទាល់តែម្ដងក៏ព្យាយាមឲ្យតេតងដើម្បីឲ្យពុទ្ធិកសមាគមនិងសហគមន៍សង្ឃនិងគណៈកម្មការវត្តពុទ្ធរាំងសីនឹងជួយធ្វើច្បាប់ធានាឲ្យបានខ្ញុំករុណាអាត្មាភាពនឹងមកកាន់
ទឹកដីប្រទេសអូស្ត្រាលីនេះដើម្បីនឹងបានជួបបានឃើញស្គាល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ហ្នឹងប៉ុន្តែជាវត្ថុបំណងរបស់ព្រះសង្ឃនិងញោមញាតិនៅអូស្ត្រាលីទេតែអាត្មាភាពដូចជាអត់បាននឹកឃើញទេបងជំរាបពេលនឹងជំរាបត្រង់ហើយញោមញាតិនិមន្តមុនដំបូងទិទេក្នុងចិត្តសម្បើមអត់ចង់មកទេជំរាបត្រង់ហើយណាដែលអាត្មាថាមិនចង់មកតែញោមត្រងោលចិត្តអន់ចិត្តថាមិនចង់មកចង់មកសាវចាស់នៅឃើញចាស់ទៅពិបាកទៅណាមកណាហ្នឹងញោមញាតិនៅសហរដ្ឋអាមេរិកនិមន្តទៅអាត្មាអត់ទៅនេះណាបងព្រោះធ្លាប់ទៅចុះឡើងហ្នឹងច្រើនដងណាស់ហើយស្គាល់ជីវភាពការរស់នៅស្រុកទេរបស់ស្រុកអាមេរិករួចហើយអត់ចង់ទៅទៀតទេញោមញាតិនិមន្តទៅចូលបន់ទៅសុំទោសញោមអត់បានទៅទេចាស់ហើយអូស្ត្រាលីនេះក៏អញ្ចឹងញោមញាតិនិមន្តមកទេទៅគិតទៅមិនទៅជាតាមចិត្តអត់ចង់សោះដល់នឹកឃើញពីទឹកចិត្តទឹកប្រតិរបស់ព្រះសង្ឃញោមញាតិទាំងអស់ថាចង់ស្គាល់ចង់បានជួបមកនឹងខំតស៊ូព្យាយាមប្រកាសដែលមកពីប្រទេសកម្ពុជាមកអូស្ត្រាលីមិនមែនជាការងារទេមានច្បាប់ទន្លប់ស្រុកទេនឹងតាំងតែងជាទីបំផុតបើសិនណាយើងបានធ្វើច្បាប់ឲ្យស្របតាមច្បាប់ប្រទេសទេអត់បានមកទេពេលដែលសុំហ្នឹងក៏យូរដែរបើច្រើនខែដែរច្បាប់ទាំងហ្នឹងបានមកហ្នឹងនេះនឹកឃើញទឹកចិត្តរបស់ញោមញាតិពុទ្ធបរិស័ទហ្នឹងបានហើយបើចឹងតស៊ូយកកុំឲ្យញោមញាតិនោះខកបំណងទឹកចិត្តហ្នឹងញាតិអាត្មាក៏សូមថ្លែងអំណរអរគុណចំពោះព្រះសង្ឃញោមញាតិពុទ្ធបរិស័ទដែលបើគុំតែងព្រះករុណាព្រះសង្ឃនិងញោមញាតិទាំងអស់មានសទ្ធាជ្រះថ្លាចង់ជួបចង់ឃើញក្នុងកណាអាត្មាភាពនឹងខ្ញុំកណាអាត្មាភាពក៏អភ័ព្វដែលមកជាតិនេះអត់បានមកឃើញទឹកដីអូស្ត្រាលីទេតែបានមកជួបនឹងញោមញាតិនៅអូស្ត្រាលីនឹងដែរប្រកាសជាអភ័ព្វអាសាបងមកជាតិហើយអត់បានជួបឆ្លមុខគ្នានោះអូយ៉ាងនឹងសូមរៀបរាប់ខាងដើមក៏ប្រគេននឹងជម្រាបជូនញោមញាតិពុទ្ធបរិស័ទនោះបើគាត់ជួនថ្ងៃនេះទៀតក៏ព្រះគ្រូចៅអធិការនិងញោមញាតិទាំងអស់ហ្នឹងក៏បាននិមន្តមកទទួលផាត់នៅក្នុងវត្តនេះហើយក៏សូមឲ្យសម្ដែងធម៌ទេសនាក្នុងពិធីបុណ្យពិសាខបូជាហ្នឹងផងក៏រាប់ទទួលព្រមមិនឲ្យញោមញាតិនឹងប្រសង្ឃខកចិត្តទេបងប្រទូថានឹងបំពេញទឹកប្រតិទឹកចិត្តរបស់ព្រះគ្រូចៅអធិការប្រសង្ឃនិងញោមញាតិគ្រប់គ្នាទាំងអស់ក៏ក្នុងការនិមន្តមកសម្ដែងធម៌ទេសនានេះអាស្រ័យនេះក្នុងធម៌ទេសនាក្នុងកម្មវិធីបុណ្យពិសាខបូជានេះក៏អត់បានសម្ដែងពីពិសាខបូជាទេក៏សូមលើករឿងមួយព្រោះដែលយកមកសម្ដែងរៀបរាប់អធិប្បាយអភិប្រាយប្រគេននឹងជំរាបជូនព្រះសង្ឃនិងញោមញាតិទាំងអស់ឲ្យជ្រាបរំលឹករឿងយើងទាំងអស់គ្នាយើងទាំងអស់គ្នានេះតាមលោកអ្នកប្រាជ្ញបណ្ឌិតពីបុរាណលោកថាយើងនេះជាមិត្តរួមនឹងគ្នា3យ៉ាងមិត្តជាភាសាបាលីបើប្រែមកជាខ្មែរថាមនុស្សអ្នកដែលអាស្រ័យរស់នៅនឹងគ្នាយ៉ាងជិតស្និទ្ធជាទីបំផុតរួមសុខរួមទុក្ខងាប់រស់ជាមួយគ្នាពាក្យថាមិត្តនឹងសំបីតែមេត្តាបិតាលោកឪពុកអ្នកម្ដាយលោកចាត់ជាមិត្តរបស់កូនប្រុសស្រីដែរពីព្រោះភាគីទាំងពីរនេះជិតស្និទ្ធនឹងគ្នាសុខទុក្ខងាប់រស់ឲ្យជាមួយនឹងគ្នាស្វាមីភរិយាក៏ជាមិត្តនឹងគ្នាដែរវិញមនុស្សយើងជាមនុស្សដូចគ្នាស្គាល់គ្នាហើយរាប់អានគ្នា
មានទឹកចិត្តស្មោះស្ម័គ្រនឹងគ្នារួមសុខរួមទុក្ខជាមួយនឹងគ្នាផ្ដល់ផលផ្ដល់ប្រយោជន៍ឲ្យដល់គ្នានឹងគ្នាក៏ហៅថាមិត្តដែរនឹងពាក្យថាមិត្តក្នុងពុទ្ធសាសនាគឺជាអ្នកជិតស្និទ្ធយ៉ាងហ្នឹងឯងเป็นមិត្តដែលខ្ញុំកណាអាត្មាលើកមកសម្ដែងនេះយើងទាំងអស់គ្នាគេថាមិត្តរួមគ្នា3យ៉ាងមិត្តទី1គឺមិត្តរួមជាតិគឺយើងទាំងអស់គ្នានឹងជាតិជាមនុស្សដូចគ្នាព្រោះមនុស្សស្មើគ្នាទាំងអស់ហ្នឹងទី2ជាខ្មែរដូចគ្នាទី3ជាខេមរៈបុត្រជាបុត្រអ្នកខេមរៈជនទី4ជាកម្ពុជាបុត្រកូនអ្នកកម្ពុជាថ្មីឡាយត្បិតតែញោមញាតមកតាំងទីរស់នៅលើទឹកដីអូស្ត្រាលីក៏ពិតមែនតែជាតិកំណើតគឺកម្ពុជារួមជាតិជាមួយគ្នាទាំងអស់ប៉ុន្តែយើងហាក់ដូចជាទ្វេប្រហែលអត់ដែលបានគិតទេតែយើងជាសាច់ញាតិពូជពងវង្សាជាមួយគ្នាដែលយើងមិនបាននឹកយ៉ាងទៅចិត្តក៏ដូចជារវាឃ្លាតឆ្ងាយពីគ្នាមិនសូវជិតស្និទ្ធទេតែតាមពិតយើងពូជតែមួយទេពូជតែមួយកម្ពុជាកូនអ្នកកម្ពុជារស់នៅលើទឹកដីកម្ពុជាគឺពូជតែមួយឈាមមួយជឿមួយបុរាណដូនតាចាស់ចាស់យាយតានៅស្រុកអាត្មាក៏តែញញីជួបជុំបងប្អូនក៏ទៅនៅស្រុកឆ្ងាយមកជួបគ្នាក៏និយាយទៅបោកបាច់រៀបរឹបនឹករលឹកទៅថាយើងតងសុខតែមួយទេនេះភាសាសាមញ្ញដូនតាណាតែយើងនេះក៏តងសុខតែមួយជាមួយគ្នាទេក៏រំលឹកតែចង់ឲ្យថានឹងគឺវិចិត្រស្និទ្ធនឹងគ្នាណាអត់មានអ្នកកន្ទាទេក៏តែរៀបរាប់ប្រាប់ចំពោះបងប្អូនគាត់ដែលទៅនៅស្រុកឆ្ងាយហ្នឹងមកជួបគ្នាម្ដងបោបាច់ទៅនឹករលឹកគ្នាទៅគាត់និយាយថាយើងតងសុខតែមួយទេរាប់អានគ្នាអានឹងគេថាមិត្តរួមជាតិណាញោមមើលទៅខ្មែរដូចតែគ្នាញោមមើលញោមមកនៅអូស្ត្រាលីនេះហើយនឹងអាត្មាទៅមកពីកម្ពុជាតែមើលទៅរូបរាងដូចតែគ្នាភាសាតែមួយបងដល់មកជុំគ្នាមកក្រុមមកសមាគមខ្មែរយើងទៅវាភ្លេចគិតថាតំណែងទឹកដីអូស្ត្រាលីផងស្មើនៅស្រុកខ្មែរបងមកនៅក្នុងសាលានេះទៅគិតថាដូចស្រុកខ្មែរចឹងព្រោះមិនเคยមានជាតិអូស្ត្រាលីណាមួយភ្លេចខ្លួននៅស្រុកខ្មែរយើងនេះថារួមជាតិដូចគ្នាញោមមកពលនិយាយភាសាឲ្យដូចតែគ្នាមកហូបអាហារនឹងញោមប្រគេនផឹកព្រឹកមិញនេះមកហូបឡើងបបោហូហៀអត់មើលទៅមកហូបខ្មែរតែទាំងអស់ហ្នឹងឯងបាទនេះវារួមនេះមានអីប្លែកគ្នានេះគេហៅថាមិត្តរួមជាតិហ្នឹងអញ្ចឹងបើដល់យើងមិនបានគិតទៅចិត្តវាឃ្លាតក្រៀកចេញពីគ្នាបើយើងគិតឈាមជឿរបស់អញពុយអញតែមួយបើយូរទៅនោមនៅលើទឹកដីយើងយូរទៅវិចេះតែរីករាយចម្រើនមនុស្សនឹងរីកចម្រើនច្រើនទៅវិចេះតែទៅចែកគ្នានៅពេញស្រុកពេញខេត្តនៅទៅទឹកដីកម្ពុជាណា25ខេត្តក្រុងសិតតែឈាមយើងពុយយើងទាំងអស់បើចាស់បុរាណគេថាអើយខ្មោចមេបានៅតែធ្វើត្រូវដូចតែគ្នាអញ្ចឹងបើខុសខ្មោចមេបាខ្មោចធ្វើចោកពោះដូចតែគ្នាពុយពងជាមួយគ្នាណាសំណាងហៅថាមិត្តរួមជាតិដែលអាត្មាលើកឡើងបោកបាច់រៀបរាប់ចង់ឲ្យញោមញាតរាប់អានស្រឡាញ់គ្នាចិត្តស្នាតតែបងប្អូនយើងទេណាញោមណាដូចញោមមករស់នៅលើទឹកដីអូស្ត្រាលីប្រទេសអូស្ត្រាលីនេះក៏ទៅណាតែឈាមយើងពុះយើងមកអស់តែគ្នាញោមមានកិច្ចតរៈអីក៏យើងជួយគ្នាទៅវិញទៅមកតែឃើញគ្នាស្រឡាញ់គ្នារាប់អានគ្នា
នឹករលឹកដល់គ្នានឹងគ្នានេះហៅថារួមជាតិបើសិនយើងនឹកឃើញថាទាំងអស់នេះជាឈាមអញពូជអញមិនមែនអ្នកកន្ទីតដតីទេប្រកបដោយចិត្តយើងមានវិសាសៈស្និទ្ធស្នាលរវាងគ្នានឹងគ្នាយ៉ាងជិតស្និទ្ធបំផុតពីណាមួយដូចជាញោមញាតិពុទ្ធបរិស័ទដែលមកនៅអូស្ត្រាលីយើងគេចាត់ជាជនជាតិភាគតិចដែលមករស់នៅលើទឹកដីគេទេម្ល៉េះហើយយើងមានចិត្តមេត្រីភាពស្រឡាញ់រាប់អានដល់គ្នានឹងគ្នាជិតស្និទ្ធទីបំផុតមិនចាំបបាអាត្មាបោកបាច់រៀបរាប់តែញោមដឹងស្រេចហើយនៅហ្នឹងឯងដែរអាត្មាសួរមិញញោមញាក់ឡាមកពីកំពង់ចាមខេត្តកណ្ដាលព្រៃវែងស្វាយរៀងបន្ទាយមានជ័យសៀមរាបបើមាននៅតែមានចិត្តគ្នាណាបាត់ដំបងណាបើពោធិ៍សាត់កំពង់ចាមមានតែបានចិត្តនៅណាបើដល់មកនៅក្នុងនេះវាចិត្តគ្នាទៅបើវារាប់អានស្រឡាញ់គ្នាគាត់នៅតាមសខេតរៀងខ្លួនស្រុកខ្មែរមានតែស្គាល់គ្នាណាគាត់រាប់អាននេះទេដល់មកនៅទៅជុំគ្នាទៅរវាងមនុស្សគ្រប់ខេត្តទាំងអស់ក៏មានវិសាសៈស្និទ្ធស្នាលដល់គ្នានឹងគ្នាមានកិច្ចការអីប្រាប់គ្នាប្រកបប្រកាសជួយរំលែកចូលរួមទុករួមសោកជាមួយគ្នាហ្នឹងគេហៅថារួមជាតិអាត្មាដែលរំលឹករៀបរាប់នេះចង់ឲ្យញោមនឹងមានបញ្ញាមានសតិភ្ញាក់រលឹកឡើងដើម្បីនឹងរាប់អានគ្នាជាបងប្អូនរបស់យើងនោះពីម្យ៉ាងទៀតញោមញាតិពុទ្ធបរិស័ទដែលមករស់នៅលើទឹកដីប្រទេសអូស្ត្រាលីនេះហើយនេះក៏មិនទាន់ភ្លេចជាតិកំណើតរបស់ខ្លួននៅឯកម្ពុជានៅឡើយទេនៅតែមានការនឹករលឹកដល់ពូជពងវង្សាជាតិភូមិស្រុកទីកំណើតរបស់ខ្លួននឹងឯងមានឱកាសញោមធ្វើដំណើរទៅកាន់ស្រុករបស់ខ្លួនដោយសារនឹករលឹកដល់ជាតិភូមិកំណើតដូនតាម៉ែឪរបស់ខ្លួននឹងអត់ភ្លេចទេនឹករលឹកវិញញោមញាតិអញ្ជើញទៅម្ដងមិនដែលទៅដៃទៅទេតែងតែនាំយកទ្រព្យយកសម្បត្តិអីទៅធ្វើជាកុសលផលបុណ្យទាននៅវិស្រុកនោះជាងការញោមខ្លះទៅប្រពជាបុណ្យកឋិនទៅពីញោមខ្លះផ្ញើប្រាក់ទៅកសាងវត្តកុដិសាលាអីទៅឲ្យអ្នកនៅពីកសាងអញ្ចឹងក៏នៅបញ្ជូនទៅជួយកិច្ចការនៅវត្តនៅអារាមនឹងខ្លះក៏ទៅជួយដល់អ្នកកំសត់ទូរគតនឹងចែកជាស្បៀងជាម្ហូបជាអាហារអីទៅនេះសត្វតែទឹកចិត្តប្រកបដោយកុសលធម៌នឹករលឹកឃើញគុណូបការៈរបស់ស្រុកទេសរបស់ខ្លួនឯងអត់ភ្លេចជាតិកំណើតទេប៉ុន្តែនៅតែនឹករលឹកចា៎ឃ្លាតឆ្ងាយតែកាយចេញពីស្រុកទេសមែនតែចិត្តនៅតែនឹករលឹកដល់ទឹកដីភូមិកំណើតរបស់ខ្លួនប៉ុន្តែគេហៅថាជាបុគ្គលសប្បុរសឬក៏ជាពូបណ្ឌិតមិនមានបញ្ញាតែងតែនឹករលឹកពលអ្វីដែលផ្ដល់ជីវិតផ្ដល់សេចក្តីសុខឲ្យដល់ខ្លួនដែលជាទឹកដីកំណើតរបស់ខ្លួននឹងគឺมันអាចរលឹកបានទេมันអាចភ្លេចបានទេនៅតែចងចាំយ៉ាងឯងអាត្មាទេសនានេះថារួមជាគ្រាន់តែជួយរំលឹកជួយបន្ថែមញោមញាតិឲ្យកាន់តែច្បាស់ឡើងទៀតទេសម្បានតែញោមណាហើយវាមិនមែនសម្រាប់តែកម្ពុជាឬសំបីកម្ពុជាក្រោមក៏ពូជយើងដែរកម្ពុជាក្រោមក៏ពូជយើងដែរអាត្មាអង្គពីខែ11ខែកឋិនញោមញាតិកម្ពុជាក្រោមខាងខេត្តអីមិត្តជ្រូកចឹងអាំងយ៉ាងចឹងវៀតណាមអាំងយ៉ាងបានទៅអើយទៅដល់អាត្មាចង់ស្រក់ទឹកភ្នែកភូមិនោះសត្វតែខ្មែរតែទាំងអស់ឃើញមានវៀតណាមណាមួយទេសតតែខ្មែរនិយាយតែខ្មែរឲ្យក្រៅវិញអ្នកខាងហ្នឹងថែរក្សាប្រពៃណីទំនៀមវប្បធម៌ខ្មែរបានច្រើនណាញោមណាជាពិសេសវត្តអារាមមួយនៅទឹកដែនកម្ពុជាក្រោមវត្តធំណាបងពីបរិស័ទគេកាន់ពុទ្ធសាសនាគេជ្រះថ្លាមែនទេហ្នឹងបានថ្មអូកតានឹងឯងដែលគេថែរក្សាពូជពងវងត្រកូលខ្មែរនឹងមិនឲ្យវាសាបសូន្យបាត់ដោយសារមាន
សាសនាមានប្រពៃណីទំនៀមទម្លាប់ប្រគេសាសំលៀកបំពាក់ស្អីអីពោចាស់នៅតែស្លៀកក្បិនស្លៀកអីស្អីអីតាមពេទ្យក្បិនអីខ្មែរយើងលើបាត់អស់ហើយណាញោមណាដល់នៅគេរសាបានគេត្បាញហូលត្បាញសូត្រអីស្អីអីថ្ងៃនៅកម្ពុជាលើអាត្មាកំពុងតែបំផុសរឿងបាត់ក្បិនកំពុងស្ដីឲ្យយាយទៅតាមបុណ្យទេសនាថានេះយាយបាត់ក្បិនហើយបើថ្ងៃដូចឃើញមានញោមញាតមួយចំនួនឃើញគាត់ភ្ញាក់រលឹកឡើងទៅចាប់ផ្ដើមនឹងគ្នាធ្វើឲ្យស្លៀកក្បិនណាមានពិធីបុណ្យមកអមកាលមកភូមិគាត់មកញាតមេក៏ស្លៀកក្បិនទាំងស្អីទាំងប្រុសទាំងអស់ក៏ស្លៀកសំដែងអំពីសម្លៀកបំពាក់វប្បធម៌ខ្មែរឲ្យឃើញវិញអាត្មាបញ្យល់នោះគាត់នឹកឃើញផលវិបាកកូនចៅយើងក្រោយបីម៉ែឪក៏វិញចោលហើយកូនកើតឡើងមានតែឃើញស្អីប្រពៃណីសម្លៀកបំពាក់ខ្មែរអត់មិនចេះតែរលុបទៅបាត់អស់មិនចេះសុំឲ្យសំដែងឡើងវិញដូចញោមញាតនៅប្រទេសអាមេរិកនៅបារាំងនៅអូស្ត្រាលីតែឃើញពិធីបុណ្យប្រពៃណីជាតិតែឃើញតែស្លៀកសម្លៀកបំពាក់ជាខ្មែរមកប្រពៃកម្មវិធីបុណ្យជុំបិណ្ឌជាមួយណាអាត្មាសង្កេតមកឃើញអញ្ចឹងអានឹងក៏មួយដែរសំឲ្យញោមញាតnamនេថែរក្សាប្រពៃណីវប្បធម៌របស់យើងក្នុងដែលមានពិធីអីធំយើងស្លៀកជាមកដើម្បីបង្ហាញដល់បរទេសនៅអូស្ត្រាលីបើឲ្យឃើញណានេះសម្លៀកបំពាក់វប្បធម៌ប្រពៃណីរបស់ខ្មែរគេស្លៀកយ៉ាងនេះយើងសម្ដែងឲ្យឃើញចា៎ព្រោះក្នុងជាតិមួយនៅលើសកលលោកនេះមានភាសាមានអក្សរសាស្ត្រមានសិល្បៈមានវប្បធម៌មានភ្លេងដូតន្ត្រីសម្លៀកបំពាក់ជាអលង្ការរបស់ជាតិជាគ្រឿងលម្អរបស់ជាតិយើងតែកាលណាបាត់អានោះអស់ហើយនឹងស្អីទេវារលាយជាតិលាយអីស្ទើរទាំងអស់ហ្នឹងឯងបាទសក្ខីភាពជាស្ដែងគឺវានៅលើសិល្បៈវប្បធម៌ទំនៀមទម្លាប់ភាសាអីទាំងអស់ជាអលង្ការដែលតាក់តែងយើងឲ្យគេស្គាល់ថាយើងជាជាតិអីហ្នឹងនឹងសូមជំរាបចាំនេះទាំងអស់គ្នានឹងជាមិត្តរួមជាតិណាញោមណាអាត្មាទៀមទាមួយពីញោមញាតទាំងអស់គ្នាបោបាច់រៀបរាប់នេះចង់ទៀមទាយកចំណេញអីហ៎ចាចំណេញទៀមទាពីញោមគាត់បើញោមរាប់អានស្រឡាញ់លោកគ្រូចៅអធិការវត្តនេះប៉ុណ្ណាឲ្យរាប់អានស្រឡាញ់អាត្មាប៉ុណ្ណឹងដែរញោមណាឬបើអាចស្រឡាញ់ឲ្យបានធំច្រើនជាងលោកក៏រត់តែល្អដែរតែណាបាត់ហើយបើតាមស្រួលលោកគ្រូចៅអធិការនេះតូចប្រតិតែមើលអញឲ្យមកលេមកគីកោញោមឲ្យស្រឡាញ់បានអីដែរបើនឹងជាអាត្មាក៏រាប់អានញោមស្មើគ្នាទាំងអស់ហើយណាអាត្មាមិនគិតថាអ្នកខេត្តណាតែគិតថាឈាមជឿរបស់អាត្មាទាំងអស់គ្នាតាំងចិត្តយ៉ាងរួចស្រេចបើក៏មិនបានអធិប្បាយសម្ដែងប្រាប់ញោមម្ដងឯងថាតើអើតមើលឃើញតែឈាមជឿសាច់ញាតិអញទាំងអស់នោះឯងមិនយកទៅរាប់អានឲ្យស្មើគ្នានឹងនិយាយពីជនរួមជាតិទី2រួមសាសគឺរួមសាសនាណាយើងទាំងអស់គ្នាសត្វតែជាអ្នកជ្រោកក្រមមលុបពុទ្ធសាសនាទាំងអស់ដូចគ្នាទាំងអស់ទោះបីជាមិនសូវបានចេះដឹងពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធសាសនាធម៌ជាផ្លូវបប្រតិបត្តិនឹងយ៉ាងណាពុទ្ធសាសនាក៏នៅតែជ្រះថ្លាដែរសម្រាប់ញោមញាតណាព្រោះឯងមិនដឹងពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធក៏នៅតែជ្រះថ្លាក្នុងពុទ្ធសាសនាដែរមានពិធីបុណ្យរដូវកាលអីតែងតែអញ្ជើញមកវត្តថ្ងៃសិលពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌចូលឆ្នាំអីបើឬមានពិធីអីផ្សេងបើក្នុងពុទ្ធសាសនាគឺមកពិតមែនតែមិនយល់ដឹងថាតើពុទ្ធសាសនាព្រះពុទ្ធលោកសម្ដែងធ្វើយ៉ាងម៉េចណែនាំយើងឲ្យធ្វើយ៉ាងម៉េចក៏នៅតែជ្រះថ្លាដែរកើតក្នុងត្រកូលខាងអ្នកកាន់ពុទ្ធសាសនាហ្នឹងវត្តពុទ្ធសាសនាទាំងអស់គ្រប់វត្តពុទ្ធសាសនាទាំងអស់
វត្តធំក្តីវត្តកណ្ដាលក្តីវត្តតូចក្តីអើយតែមានវត្តហើយមានព្រះវិហារមានកត់ប្រសង់នៅមានឧបឋានសាលាធ្វើបុណ្យមានបច្ចុប្បន្នបង្គន់អីជាដើមមានកំពែងវត្តមានខ្លោងទ្វារជាដើមវត្តអារាមនឹងជាភូមិរបស់ព្រះសង្ឃនៅវិញញោមញាតនៅតាមភូមិប្រជាពលរដ្ឋហ្នឹងបើវត្តដែលជាភូមិព្រះសង្ឃនៅហ្នឹងក៏កើតពីទឹកចិត្តជ្រះថ្លារបស់ញោមញាតពុទ្ធបរិស័ទដែរណាញោមញាតជាត្រកូលអ្នកកាន់ពុទ្ធសាសនាកសាងវត្តអារាមបរិច្ចាគធនធានរបស់ខ្លួនតិចច្រើនប្រមូលផ្ដុំនេះមកសាងជាវត្តណាឧទាហរណ៍ដូចជាវត្តបោកខ្មែរមែលប៊នហ្នឹងវត្តនឹងខ្ញុំមានវត្តផនណាមួយអ្នកណាមានសមត្ថភាពមានទ្រព្យយកមកសាងវត្តហ្នឹងអត់ទេញោមញាតពុទ្ធបរិស័ទចេញចាកពីប្រទេសមកកាន់ទីនេះមកសម្ពត់មកចង្កេះខោមកចង្កេះទេអានេះបើយើងនិយាយពោលឲ្យខ្លះឯមកវាកំសត់ណាបើដែលទឹមចូលមកនៅទឹកដីមិនដំបងសំបីតែភាសាក៏មិនចេះរបៀបរស់នៅក្នុងស្រុកទេប្រពៃនេះគេក៏អត់ចេះពមកមុនដំបងគឺពិបាករស់នៅជាទីបំផុតតម្រាំនឹងមកស្នាក់នៅទៅយល់ដឹងបែបបទទំនៀមទម្លាប់រៀនភាសារៀនអីធ្វើកិច្ចការលំបាកណាស់បោកការផ្លាស់ប្ដូរស្រុកទេនេះមិនមែនរឿងស្រួលទេពោលជារឿងទុក្ខវេទនាមួយសម្រាប់មនុស្សណានេះសម្រាប់អ្នកដែលមកនៅទីតាំងមុនគេហ្នឹងដល់មកនៅហើយអ្នកមុនមកនៅទីតាំងមុនទៅហើយអត្រូវការទៅធានាបងប្អូនកូនខ្លួនว่าអ្នកមកក្រោយស្រួលទេតែអ្នកមកមុននឹងយ៉ាប់មែនតើប្រហែលចិនមកពីស្រុកចិនមកនៅស្រុកខ្មែរព្រោះចិនពីស្រុកចិនមកនៅស្រុកខ្មែរខំមកចង្កេះទេណាប្រវត្តិរបស់ចិនគាត់អាចដើរចេញចាកស្រុកមកនៅស្រុកខ្មែរស្រុកថៃស្រុកវៀតណាមអីគាត់មកតែខំមកចង្កេះរកតែប្រាក់ឲ្យថ្លៃកប៉ាល់ទឹកគេជិះមកបានបងពេលនេះវាលំបាកយ៉ាងឯសាស្រុកចិនវាចង្អៀតណាវាអត់ដីធ្វើស្រែធ្វើចង្ការរកតែបាយបរិភោគមកសុខចិត្តដាច់លះបងចិត្តដាច់ចោលពូជពងវងសាម៉ែឪអីណាមកតាមមកខ្លួនមួយនឹងចិនលំបាកយ៉ាងប៉ុន្តែសម័យចិនលំបាកជាងញោមទៀតព្រោះកាលហ្នឹងគ្រឿងសម្ភារៈឧបករណ៍ប្រើប្រាស់អីវាមិនសូវសម្បូរទេបងធ្វើដំណើរពីស្រុកចិនស្រុកខ្មែរជិះកប៉ាល់ទឹកហ្នឹងកាន់អាទិត្យរមកដល់គ្មានទាំងប្រាក់ឲ្យថ្លៃកប៉ាល់គេបងទៅសុំគេលីតំណែងដាក់កប៉ាល់ឲ្យគេទៅដើម្បីសុំកប៉ាល់គេជិះមួយហ្នឹងប្រវត្តិចិនហ្នឹងដល់ជួយលីតំណែងគេដាក់កប៉ាល់ឲ្យគេឲ្យជិះមកគេឲ្យបាយមកហូបបរិភោគដល់មកដល់ស្រុកខ្មែរយើងជួយលីតំណែងគេចេញពីកប៉ាល់មកដាក់ផែគោកណាដល់រួចឲ្យគេឲ្យថ្លៃកម្រៃបន្តិចបន្តួចនឹងមកគាត់លាគេមកដើរចូលមករស់នៅស្រុកខ្មែរនឹងពិបាកខ្លួនគាត់មួយមកអត់មានដើមទុននៃរ៉ូស៊ីទៀតអត់មានដើមទុននៃរ៉ូស៊ីទេរៀបរាប់ពីចិនចឹងទៅឲ្យញោមញាតដឹងថាញោមនៅអូស្ត្រាលីពិបាកមិនទៅធៀមចិនបានតែទួយមកដើរមកជួបនឹងចិនដែលគេនៅមុននោះក៏សាកសួរអីគេទៅប៉ុន្តែគឺมันអាចផ្ញើជីវិតគេបានដែរហ្នឹងអត់ទេតើតគាត់រ៉ូស៊ីមិនដំបងអត់មានទុនទេគ្មានដើមគ្មានប្រាក់ឲ្យធ្វើទុនរលបដែលអត់ដើមរបរអត់ដើមមានស្អីញោមរែកដីកុកនេះណាគេវាដីថាប្រវែង10ម៉ែត្រ4ជ្រុងជ្រៅ1ម៉ែត្រទៅក្រោមតើរែកអស់មកកងថ្លៃប្រមាណអានេះរបរអត់ដើមគាត់ទៅរែកដីហ្នឹងឯងគាត់បបទៅពិសាទៅក្បែរកន្លែងរែកដីហ្នឹងមានអីមានក្តាមប្រៃពងទាប្រៃឆៃពៅសៀងនេះទៅមកហូបគាត់ហ្នឹងបើពោលដល់ក៏រែកដីបាន2បេកុងក៏សំបានដើមហើយគាត់ឈប់រែកទៀតហើយនេះជាងៀនរបស់ចិនមកជាងៀនមកដល់មកវាលំបាកជីវិតមួយគ្មានបងគ្មានប្អូនត្រមងពោដូចក្របកណ្ដឹងមកគេតស៊ូរស់យ៉ាងណានេះធៀមយ៉ា
បើញោមញាតមកនៅអូស្ត្រាលីនេះក៏มันលំបាកប្រហែលចិនពីចិនដើមទេចិនដើមមិនឯកោញោមញាតមកដល់ថ្មីហ្នឹងក៏មានចំណេះចេះដឹងអីខ្លះមិនចេះភាសាវាអីទេក៏ធ្វើកិច្ចការងារឲ្យបានស្រួលធូរជាងចិនមកពីស្រុកចិនហ្នឹងតស៊ូយ៉ាងហ្នឹងឯងហើយញោមញាតគិតមើលមានពុទ្ធសាសនាណាមានវត្តឯណានៅនេះអត់ទេវត្តពុទ្ធសាសនាដែលកើតមានលើទឹកដីអូស្ត្រាលីនេះកើតដោយសារពុទ្ធបរិស័ទខ្មែរទេអ្នកកាន់ពុទ្ធសាសនាខ្មែរទេគេមកកសាងវត្តសម្រាប់ពុទ្ធសាសនាសម្រាប់គេប្ររពធ្វើពិធីបុណ្យធ្វើកុសលកម្មអីផ្សេងគឺមនុស្សតែគេកសាងហ្នឹងបានត្រង់ហ្នឹងជាការមួយដែលត្រូវដឹងគុណដល់ញោមញាតពុទ្ធបរិស័ទដែលតស៊ូមកនៅលើទឹកដីអូស្ត្រាលីនេះខ្លួនអ្នកកាន់ពុទ្ធសាសនាមកវិចខ្ចប់ពុទ្ធសាសនានឹងទូលយកមកដាក់លើនឹងផងព្រោះតាមហ្នឹងសំខាន់ណាស់ទឹកដីអូស្ត្រាលីនេះគ្មានទេពុទ្ធសាសនាពុទ្ធសាសនាមកនៅលើនឹងបានឯសាញោមញាតគ្រប់គ្នានឹងឯងដែលស្ពេដែលរែកទូលពុទ្ធសាសនាមកពង្រីកតាំងលើនេះដើម្បីឲ្យជនជាតិអូស្ត្រាលីគេស្គាល់ពុទ្ធសាសនាផងព្រោះតែនឹងជាគុណជាអំណាចរបស់ញោមញាតធំធេងណាស់ជាកេរដំណែលមរតកនៅអនាគតថ្ងៃក្រោយទៅកូនចៅគេដឹងគុណអើយលោកអ្នកណាជាដូនជាតាអញបាននាំយកពុទ្ធសាសនាមកប្រតិស្ថាននៅលើទីនេះខ្ញុំគិតមើលមកតស៊ូតស៊ូខំទិញផ្ទះធ្វើការបានប្រាក់ទិញផ្ទះខ្លួនឯងនៅចំណាយចាយប្រាក់មកសាងវត្តទៅទៀតទិញដីទិញអីទៅនេះអស់ចេះទិញដីថ្លៃជាងស្រុកខ្មែរទៀតនៅតែតស៊ូរិញគៀសប្រកបប្រកាសគ្នានឹងដឹងប្រហែលឆ្នាំសាងវត្តប្រហែលឆ្នាំអត់នេះមក20ឆ្នាំហើយត្រឹមបានប៉ុណ្ណេះនេះព្រោះនឹងជាការខិតខំដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ញោមញាតពុទ្ធបរិស័ទអស់គ្នាគេកសាងវត្តឲ្យប្រសង់លោកនៅប្រសង់លោកមានអីកសាងអត់ទេវត្តនឹងជារបស់ញោមទេកសាងនេះប្រគេដល់ប្រសង់ធ្វើវត្តធ្វើភូមិធ្វើផ្ទះឲ្យលោកនៅហើយចិញ្ចឹមលោកទៀតញោមគាត់មកចិញ្ចឹមព្រះសង្ឃនឹងទៀតព្រះសង្ឃលោកមានកិច្ចការងារអីធ្វើអត់ព្រោះក្នុងពុទ្ធសាសនានៃកាយថេរវាយើងព្រះសង្ឃកិច្ចធុរៈរបស់លោកមានតែរៀនពុទ្ធសាសនាគេហៅរៀនកន្ធធុរៈរៀនទ្រឹស្ដីហើយនឹងបដិបត្តិវិបស្សនាធុរៈការអប់រំកាយវាចាចិត្តឬក៏សិក្សាព្រះបរិយត្តិធម៌និងការបដិបត្តិនៅព្រះពុទ្ធសាសនាតាមអវាទរបស់ពុទ្ធការងារលោកមានតែប៉ុណ្ណឹងសម្រាប់ព្រះសង្ឃហ្នឹងយើងគាត់មើលមកវត្តអារាមមួយទាំងមូលញោមរែងគៀសប្រមូលគ្នាយកមកធ្វើឲ្យលោកណាសង្គមរបស់មនុស្សអានេះគ្រាន់តែជាជំនឿគ្មានហេតុគ្មានផលទេអ្នកដែលសុំឲ្យទេវតាមកជួយសន្តិភាពសាងសន្តិភាពអីគ្រាន់តែសុំក៏ជួយតែមិនដែលឃើញទេវតាណាមកធ្វើឲ្យមានសន្តិភាពអត់មានទេតែពុទ្ធសាសនាពុទ្ធលោកសំដែងអញ្ចឹងពីរឿងសន្តិភាពលោកថាបើចង់ឲ្យសង្គមរបស់យើងសន្តិភាពស្ងប់ស្ងៀមនៅក្នុងភាពដែលស្ងប់ស្ងៀមសុខស្រួលហ្នឹងតើតែមនុស្សសន្តិភាពមុនអានេះហេតុអីណាសង្គមសន្តិភាពតើតែមនុស្សសន្តិភាពមុនវិញមនុស្សដែលអាចសន្តិភាពបានតើមនុស្សនោះមានសិលធម៌បើមិនមានសិលធម៌មិននឹងដែលសន្តិភាពញោមណាអានឹងរូបមន្តហេតុផលនៃពុទ្ធសាសនាហ្នឹងបានតើតែមនុស្សសន្តិភាពវិញមនុស្សសន្តិភាពបានតើតែមនុស្សនោះមានសិលធម៌មនុស្សបដិបត្តិទៅតាមមេគារបស់ព្រះសម្មាសម្ពុទ្ធនៅប្រសិលគេសម្រាប់សម្អាតកាយនិងវាចាគេឲ្យស្អាតឈប់ធ្វើអាក្រក់សមាធិគេសម្អាតចិត្តរបស់គេ
ឲ្យស្ងប់ចិត្តវាស្ងប់អញ្ចឹងបញ្ញាគេធ្វើឲ្យគេនឹងយល់ដឹងខុសត្រូវអ្វីអាក្រក់ល្អអសុខទុក្ខឲ្យមើលឃើញណាដោយបញ្ញាហ្នឹងមាន3ប៉ុណ្ណាឯងពុទ្ធសាសនាមានសិលសមាធិបញ្ញាជាឆ្នាំដែលធ្វើឲ្យមនុស្សនោះសន្តិភាពពុទ្ធសាសនាយើងល្អណាស់ណាញោមណាយើងមានសំណាងណាស់ហើយពុទ្ធសាសនានឹងជាសាសនារបស់មនុស្សទេមិនមែនសាសនារបស់ទេវតាប្អិនបព្រំទេព្រះរតនត្រ័យក្នុងពុទ្ធសាសនាមាន3ដែលយើងថាព្រះរតនត្រ័យហ្នឹងរតនបល័យត្រ័យ3សំស្ក្រឹតរតនត្រ័យប្រែថាវត្ថុដែលធ្វើឲ្យចិត្តរបស់មនុស្សនឹងបានរីករាយសប្បាយផុតពីសេចក្តីទុក្ខនឹងមាន3គឺព្រះពុទ្ធមួយព្រះធម៌មួយព្រះសង្ឃមួយរតនៈនៅក្នុងពុទ្ធសាសនាព្រះពុទ្ធជាមនុស្សដូចយើងចឹងដែរព្រះធម៌ជាទ្រឹស្ដីព្រះសង្ឃជាមនុស្សដូចយើងទាំងអស់គ្នាយើងមើលរតនត្រ័យក្នុងពុទ្ធសាសនាអត់មានទាក់ទងនឹងទេវតាណាមួយទេនៅព្រះពុទ្ធជាមនុស្សព្រះសង្ឃយើងហ្នឹងក៏ជាមនុស្សជាសិស្សរបស់ព្រះសពុទ្ធហ្នឹងហើយព្រះធម៌ជាទ្រឹស្ដីជាអវាទព្រះដែលព្រះពុទ្ធលោកសម្ដែងឲ្យទុកឲ្យយើងនឹងសិក្សារៀនសូត្របប្រតិបត្តិពុទ្ធសាសនាអត់មានទាក់ទងនឹងទេវតាប្អិនបព្រំអីទេទាក់ទងទាំងមនុស្សព្រះអង្គសម្ដែងនឹងមនុស្សរួចពុទ្ធសាសនាយើងសិក្សាក្នុងគម្ពីរបត្រៃបិដកឃើញថាព្រះពុទ្ធនឹងជាគ្រូរបស់ទេវតាផងមនុស្សផងញោមមើលព្រះពុទ្ធជាមនុស្សទៅជាគ្រូបង្រៀនដល់ទេវតាផងនិងមនុស្សផងញោមនៅក្នុងគម្ពីរបត្រៃបិដកថាពេលពាក្យកណ្ដាលអាត្រៀតនារាត្រីយប់នឹងជាកម្មវិធីដែលត្រូវព្រះពុទ្ធលោកទទួលបដិសណ្ឋារៈចំពោះទេវតាប្អិនបព្រំគ្រប់ទិសទីទាំងអស់ដែលត្រូវចូលមកកលមកសាកសួរបញ្ហាអីដែលទេវតាប្អិនបព្រំនេះឆ្ងល់ឬនៅមកស្ដាប់ធម៌របស់ព្រះពុទ្ធនេះជាពេលអញ្ចឹងពេលដល់ទេខុសពីទេវតាមកគឺទាក់ទងនឹងមនុស្សទាំងអស់តើអាត្មាចង់បញ្ជាក់ថាព្រះពុទ្ធជាមនុស្សតែប៉ុន្តែជាគ្រូទេវតាគោរពសាសនាដទៃសត្វទេវតាទេជាគ្រូរបស់មនុស្សជាអធិបតីលើជីវិតមនុស្សហ្នឹងតែពុទ្ធសាសនាចម្លែកព្រះពុទ្ធជាមនុស្សតែជាគ្រូរបស់ទេវតាគ្រូបង្រៀនប្រាប់ដល់ទេវតាទៀតអស្ចារ្យជាសាសនារបស់មនុស្សប្រកាសសាសនាហើយពុទ្ធសាសនាយើងសប្តាហ៍ថ្ងៃនេះបានសាយភាយក្របទៅលើពិភពលោកទាំងអស់ហើយពីមុននៅប្រទេសអូស្ត្រាលីមានទេពុទ្ធសាសនាហ្នឹងនៅទ្វីបអឺរ៉ុបស្រុកបារាំងក៏មាននៅអាមេរិកក៏អត់មានទេពុទ្ធសាសនាបើឡូវនេះពុទ្ធសាសនានឹងបានហូរចូលមកលើទឹកដីអូស្ត្រាលីទឹកដីអឺរ៉ុបស្រុកបារាំងទៅទ្វីបអាមេរិកទាំងអស់ពុទ្ធសាសនាហូរចូលមកលើទឹកដីអូស្ត្រាលីនៅអឺរ៉ុបបារាំងអាមេរិកទៅតាមអ្នកណាតែទៅតាមពុទ្ធបរិស័ទហ្នឹងឯងមានខ្មែរមានថៃមានអីនេះដែលកាន់ពុទ្ធបរិស័ទឲ្យតែអ្នកកាន់សាសនាណាតែទៅនៅកន្លែងណាគឺស្ពាយយកសាសនាជាប់ក្នុងខ្លួនទៅផងហើយអត់ក៏វេចចោលទេវិញញោមញាតតែងសូត្រតែសូមឲ្យពុទ្ធសាសនាសាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានសន្តិភាពព្រះសក្យមុនីទ្រង់ត្រាស់ថាណដ្ឋិសន្តិបរាំងសុខੰសេចក្តីសុខដតីក្រៅពីសេចក្តីស្ងប់មិនមានទេស្ងប់ហ្នឹងគឺសន្តិភាពឯស្ងប់ជឹងគ្មានធ្វើអ្វីឲ្យមនុស្សក្នុងសង្គមនឹងកើតសេចក្តីភ័យផ្អើលភ្ញាក់ខ្លាចក្រែងរឯងអីនៅមិនស្ងៀមចិត្តនឹងវាប្រកបដោយសេចក្តី
អាប់អូក្នុងចិត្តហៅទុកនឹងមកពីមនុស្សនឹងខ្លាចមនុស្សអាក្រក់មកបៀតបៀនកាលណាមនុស្សស្ងប់ហើយវាអត់មានទេស្ងប់សន្តិភាពសង្គមស្ងប់បានពុទ្ធសាសនាជាសាសនាដែលសាងសន្តិភាពឲ្យដល់ពិភពលោកពុទ្ធសាសនានឹងមិនជាសាសនាសម្រាប់អ្នកណាមួយទេណាញោមណាសម្រាប់មនុស្សទេវតាទាំងអស់ដែលត្រូវការគោរពហ្នឹងពុទ្ធរបស់ព្រះសម្មាសម្ពុទ្ធទាក់ទងទៅនឹងមនុស្សទេទាក់ទងទៅនឹងជីវិតរបស់មនុស្សទេអត់មានទាក់ទងអីខុសពីមនុស្សទេព្រះអង្គទ្រង់ជ្រាបថាជីវិតមនុស្សដែលនៅលើផែនដីក្រោមមេឃនេះសត្វដែលនៅរស់នៅលើដីក្រោមគ្មានអ្នកណាប្រកែកជាងមនុស្សទេគ្មានណាមានបញ្ញាមានឥទ្ធិពលមានដេចជាឲ្យជាងមនុស្សមិនមានទេហើយបើនិយាយពីកាយវិញក៏គ្មានណាកាយជាងមនុស្សដែរញោមគេតែតម្រៃបណ្ណានៅពេលទៅចាប់គ្នាយកមកបង្ហាត់គ្នាជីប្រើប្រាស់បានជាងស្អីទៅទីញោមមើលសន្តិមនុស្សមកប្រកែណាធ្វើអីក៏បានពុទ្ធអត់សំដែងចឹងមានណាប្រកែជាងមនុស្សទេបើកណ្ដាមនុស្សដល់លោកកាយសាហាវក៏គ្មានណាសាហាវជាងមនុស្សដែរអញ្ចឹងបានពុទ្ធលោកត្រាស់ដឹងលោកសំដែងធ្វើដើម្បីឲ្យធ្វើដែលព្រះអង្គសម្ដែងឲ្យមនុស្សយកមកអប់រំដូចជាឆ្នាំនេះបន្សាបអាកាយវាចាចិត្តឲ្យវាឈប់កាយទៅឲ្យស្លូតទៅត្រូវស្លូតសន្តិភាពខ្ញុំគិតមកមនុស្សមានបញ្ញាធ្វើអីទាំងអស់គ្រឿងសម្ភារៈប្រើប្រាស់ទាំងអស់ទំនើបអស់យកមកមើលសត្វតែមនុស្សធ្វើចុះបើមនុស្សវាកាយទេកាយវាចាចិត្តវាមិនស្ងប់ទេនៅបង្កើតគ្រឿងអាវុធសម្លាប់គេពេញនៃពេញពិភពលោកឯណាហើយមនុស្សឯងអាក្រក់ក៏មនុស្សធ្វើបានល្អក៏មនុស្សធ្វើបានតែព្រះសម្មាសម្ពុទ្ធតែមនុស្សធ្វើអាក្រក់វាប៉ះពាល់ដល់ពិភពលោកឆេះពិភពលោកនោះឯងមនុស្សតែម្នាក់ទេប៉ុន្តែវាមានបញ្ញាបង្កើតគ្រឿងសព្វាអាវុធសម្លាប់គេពេញផែនដីហ្នឹងអានឹងនិយាយពីកាយវិញហ្នឹងអញ្ចឹងបើនិយាយពីល្អពីស្រូតបូតវិញមនុស្សយកបញ្ញាដល់ល្អហ្នឹងមកបង្កើតគ្រឿងសម្ភារៈឲ្យប្រើញោមឃើញទេយន្តហោះលើមេឃអាត្មាមកពីកម្ពុជាមានដើរឯណាមកដើរលើអាកាសហ្នឹងអាយន្តហោះគេធ្វើពីដែកទៅងន់នឹងប្រមាណ100តោនទេម្ចាស់ថ្លៃហើយមិនក្តាស់ដូចខ្លែងប្រកបមិនប្រលេងកែកដមិនកសេបោះទេណាបងអាខ្លួនយន្តហោះទៅងន់នឹងប្រមាណ100តោនទេមនុស្សជីរាប់រយទីលើនោះអាត្មាមកជីតែនឹកឃើញអាយន្តហោះនេះធ្ងន់ខ្លួនឯងនឹងប្រមាណ100តោនមនុស្សមកជីនឹងប្រមាណ100តោនទម្ងន់នេះមនុស្សម្នាក់មានអុយវ៉ាន់នឹងមកហេបពីហេបម្នាក់ដាក់ទីសត្វតណ្ដែតលើអាកាសជាងបានតាមខ្យល់ខ្ញុំគេមកនឹងមួយហើយកប៉ាល់ទឹកសមុទ្រសត្វដែកខ្លួនវាទម្ងន់នឹងប្រមាណតោននោះវាដែកទឹកបានណាដែកទឹកយើងធ្លាប់ឃើញគេទូកគេធ្វើពីឈើវាដែកទឹកដល់ដែកទឹកយើងឃើញក៏មិនបានកើតមិនស្រាលទេក៏បានទឹកដាក់តំណែងរាប់ពាន់តោនពីឆ្លងកាត់ទ្វីបពីអាស៊ីទៅអឺរ៉ុបពីអាមេរិកអាមេរិកឆ្លងចុះឆ្លងឡើងយើងគិតមើលសត្វដែកធ្ងន់ណាយលើរឿងខាងវិជ្ជមានអត់ពីមនុស្សនោះឲ្យញោមគិតពិចារណាពីមុនឃើញហើយតែវាមិនបានគិតថាមនុស្សប្រកែឬមិនប្រកែណាណាកណ្ដាលអាមេរិកគេបង្កើតយានអវកាសអាប៉ូឡូគេឆ្លងពីភពមនុស្សទៅកាន់ភពព្រះអាទិត្យព្រះច័ន្ទព្រះអង្គាហ្នឹងគេទៅស្វែងរកទៅភពណាដែលអាចមានជីវិតរស់នៅបានព្រោះគេយល់ថាពិភពលោកបន្តិចទៅមនុស្សវាចេះតែកើតច្រើនឡើងវាជាងអៀនវាពិបាកការរស់នៅមកគេទៅរកភពណា
ដែលមានអាចជីវិតរស់នៅថ្ងៃក្រោយគេដឹកមនុស្សទៅឲ្យរស់ក្នុងពិភពបំណងអ្នកវិទ្យាសាស្ត្រដែលគេឃើញសេចក្តីទុក្ខអនាគតទៅមុខដែលមនុស្សវាចេះតែកើតច្រើនឡើងជាងអៀតផែនដីគេរកកន្លែងឲ្យត្រៀមឲ្យហើយចឹងដល់គេទៅរមតែឃើញមានភពណានៅមានជីវិតនៅបានទេដោយសារភពដតីដែលគេទៅដល់ហើយវាខ្វះធាតុវាមានធាតុដីភ្លើងខ្យល់វាអត់ធាតុទឹករីឯពិភពមនុស្សយើងនេះមានធាតុគ្រប់ដីទឹកភ្លើងខ្យល់បានមានជីវិតរស់នៅបានតែអាត្មាសម្ដែងពីនេះក៏នឹងបញ្ជាក់ថាណាយានអវកាសគេធ្វើឆ្លងភពពីមនុស្សទៅភពមួយទៀតបានផ្កាយហ្នឹងហ្នឹងមួយយ៉ាងឬទីបន្តទៅទៀតញោមកើតជំងឺរោគីអីតែងទៅឲ្យពេទ្យព្យាបាលទៅដល់ពេទ្យគេមិនដែលដាក់ថ្នាំទេគេរោគទាំងកើតរោគអីតែឃើញប្រភេទរោគបានគេឲ្យថ្នាំយកមកអ្នករោគគេតែងទៅដល់ពេទ្យគេបូមយកឈាមយកទឹកម៉ូតយកលមាក់យកកំហាស្រេះយើងទៅមើលវាអត់ទៅមើលហើយមើលភ្នែកទៅទីអត់ឃើញទៀតតើមានគ្រឿងគេទៅឆ្លោះបញ្ចាំងបញ្រីកទីបានមើលឃើញមេរោគដែលនៅជាមួយនឹងឈាមហ្នឹងណាគ្រឿងឆ្លោះបញ្ចាំងមើលអាមេរោគដល់សុខុមល្អិតតូចអញ្ចឹងមើលគេអស់ចាណាគេបញ្រីកឲ្យមើលភ្នែកធម្មតាអត់ឃើញទេហ្នឹងមួយហើយសរីរៈរាងកាយរបស់យើងមើលអត់ឃើញទេវាពេះបិទបាំងដោយស្បែកទៅគេមានគ្រឿងគេបញ្ចុះដាក់ទៅឃើញពោះវិញថ្លើមប្រមាត់បេះដូងទៅអត់ឃើញទៅកណ្ដាលវាលទាំងអស់ហ្នឹងអស្ចារ្យនេះចង់បញ្ចប់នេះអាទូរស័ព្ទប្រព័ន្ធបាតដៃនេះស្ដើងចំជាងបាតដៃទៅទៀតឲ្យតែមនុស្សនៅលើផែនដីនេះទាក់ទងអ្នកបានទាំងអស់ញោមនៅប្រទេសអូស្ត្រាលីនោះមានកូនចៅស្រុកម៉ែហៅទៅឆ្លើយគ្នាព្រាមមើលឃើញរូបហើយឮសំឡេងនិយាយអ្នកបានទៀតដែលអាត្មាលើកម្នេះថាណែគ្រឿងឧបករណ៍ទាំងឡាយទាំងពួងនេះគ្មានអ្នកណាដទៃខុសពីមនុស្សធ្វើទេអត់មែនទេបានពុទ្ធថាគ្មានអ្នកណាប្រកែកជាងមនុស្សទេនៅលើផែនដីតែបវកាចក៏គ្មានអនាកាចលើជាងមនុស្សដែរអត់មានទេខ្ញុំគេតែមនុស្សគឺវាមានដៃជះមានអំណាចមានឥទ្ធិពលជាងបានពុទ្ធលោកត្រាស់ដឹងលោកសំដែងធ្វើឲ្យមនុស្សនឹងធ្វើម៉េចឲ្យខ្លួនឯងស្អាតដោយកាយដោយវាចាចិត្តខ្លួនឯងស្អាតល្អទៅយល់ដឹងពីសេចក្តីអំពើអាក្រក់អំពើល្អហ្នឹងគុណទោសនោះឲ្យយល់គុណគឺសេចក្តីល្អទោសគឺសេចក្តីអាក្រក់ដែលធ្វើទៅឲ្យវាប៉ះពាល់ទៅលើជីវិតជុំវិញខ្លួនបានអ្នកពិភពលោកសប្តាហ៍ថ្ងៃក៏គេស្រែកអំពីនេះឲ្យមនុស្សហ្នឹងគោរពសិទ្ធិមនុស្សគោរពសិទ្ធិមនុស្សគឺគោរពជីវិតជុំវិញខ្លួនយើងណាជុំវិញខ្លួនយើងកុំទៅធ្វើអីឲ្យប៉ះពាល់ដល់មនុស្សរស់ជុំវិញខ្លួនយើងដោយកាយដោយវាចាចិត្តរបស់ព្រះយើងដែលធ្វើអាក្រក់ទៅប៉ះពាល់ដល់សេចក្តីសុខគេហ្នឹងអានេះគេហៅសិលធម៌ឲ្យគោរពសិទ្ធិមនុស្សហ្នឹងមនុស្សគោរពសិលមនុស្សបានតែមនុស្សនោះមានសិលដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងនឹងឯងហាមកាយមិនឲ្យធ្វើអីអាក្រក់ទេខិតកាយរបស់ខ្លួននោះខិតសម្ដីក៏មិនឲ្យពូននិយាយអីអាក្រក់ប៉ះពាល់អ្នកដទៃដែរណាចិត្តរបស់ខ្លួននឹងក៏ឲ្យអប់រំដែរកុំឲ្យចិត្តនៅវាអាក្រក់ប្រកបដោយលោភៈទោសៈមោហៈឲ្យចិត្តស្អាតល្អតែស្អាតដែរមានសេចក្តីអាណិតអាសូរដល់ជីវិតជុំវិញខ្លួនមិនធ្វើអីប៉ះពាល់ឈ្មោះថាគោរពសិទ្ធិមនុស្សហើយពេលវាកើតតាំងពីពុទ្ធសាសនាទាំងអស់បានពុទ្ធសាសនាសរុបឲ្យខ្លីជាសាសនាដែលសាងសន្តិភាពឲ្យដល់មនុស្សសង្គមរបស់មនុស្សហ្នឹងបានតែយើងមានសំណាងណាញោមញាតិឥឡូវញោមនឹងមានគុណមួយដល់ប្រសើរទៀតទៅលើពុទ្ធសាសនាគុណធម្មតា
បានពេចខ្ចប់ទូលពុទ្ធសាសនាមកបណ្ដោះពូជនេះអត់ទៅណាទេប៉ុណ្ណឹងចេះតែរីកទៅហើយពុទ្ធសាសនានៅលើទឹកដីអូស្ត្រាលីនេះនៅរាំងដូចគ្នានៅអាមេរិកដូចគ្នាស្ងាយសំបីអាហ្វ្រិកាក៏មានពុទ្ធសាសនាទៅដល់ដែរគេបួសអីគេរៀនសូត្រខ្ញុំតែចង់ឲ្យពុទ្ធសាសនាទៅលើសកលលោកแล้วបានដោយបំណងរបស់ផងយើងហើយឬជាពិសេសញោមឲ្យអ្នកនាំយកមកឆ្លងសមុទ្រមកញោមឲ្យអ្នកនាំពុទ្ធសាសនាមកអរគុណខ្លួនឯងផងស្មានទេញោមណាអាត្មាអរគុណនឹងញោមដូចតែថាញោមមកនេះរែកពុនលីទូលពុទ្ធសាសនាមកលើទឹកដីនេះបើញោមញាតមិនបានដឹងទេបានសូមឲ្យអរគុណខ្លួនឯងផងបានយកពុទ្ធសាសនាមកបណ្ដោះពូជនៅលើនេះនោះបើមានអ្នកកាន់ពុទ្ធសាសនាមកទេពុទ្ធសាសនាក៏មិនមានដែរនៅលើទឹកដីនេះហើយសូមសេចក្តីបញ្ជាឲ្យច្បាស់អញ្ចឹងឲ្យរួមជាតិណាញោមរួមសាសនាណាញោមណារួមនេះគឺរួមសាសនានេះគឺពន្រួមមនុស្សនឹងឲ្យមូលត្រកូលគ្នាទៀតដល់បានទេញោមណាសាសនាហ្នឹងពន្រួមយើងនេះឲ្យចេះមូលត្រកូលនេះទៀតមិនឲ្យយើងមូលត្រកូលរវាងតែខ្មែរនិងខ្មែរទេមូលត្រកូលរវាងមនុស្សជាតិដែលលើទឹកដីអូស្ត្រាលីនេះឯងដល់បានទេញោមណាអូស្ត្រាលីបើគិតទៅគេចិត្តល្អណាស់ណាគេឲ្យយើងខ្មែរមកនៅនេះអរគុណគេតាអាត្មាអរគុណគេរួចហើយណាអាត្មាអត់បានមកនៅទេប៉ុន្តែអាត្មាអរគុណនឹងអូស្ត្រាលីគេចិត្តប្រកបដោយមេត្តាករុណាតែគេឲ្យពូជពងអាត្មាមកនៅលើនឹងបានអរគុណគេអាត្មាអរគុណមុនសូមអរគុណអូស្ត្រាលីគេចិត្តល្អគេណាគេអត់រើសអើងពុយសាសទេបើចឹងនឹងកត្តាសំខាន់នៃពុទ្ធសាសនានឹងយករួមជាតិញោមមកនៅនេះគឺរួមសេចក្តីសោកទុក្ខរវាងខ្មែរហើយនឹងគ្រប់ជាតិទាំងអស់នៅលើអូស្ត្រាលីនេះអាម៉ានទេកុំរើសអើងប្រកាន់ឲ្យគេរឿងសាសនាវាជាសាសនាគេកាន់សាសនាអីកាន់ទៅយើងកាន់សាសនាអីកាន់ទៅអត់ប្រកាន់និយាយពីរឿងសាសនាតែយើងនិយាយរឿងពីមនុស្សស្រឡាញ់គ្នាជួយគ្នាញោមមិនសុទ្ធតែមានគេបង្កើតអង្គការកាកបាទក្រហមនៅលើពិភពលោកអានោះអង្គការសង្គ្រោះហើយគេជួយគ្នាហើយតាមបែបពុទ្ធសាសនាហ្នឹងហើយយល់ទេញោមណានឹងបានដល់ល្អណាស់សម្រាប់ធ្វើឲ្យពន្រូបរមមនុស្សជាតិនេះឲ្យស្រឡាញ់រាប់អានគ្នាអាត្មាផ្សំបញ្ជាចេះកែថាទេឲ្យស្រឡាញ់តែខ្មែរគ្នាឯនៅអូស្ត្រាលីអត់ទេឲ្យតែមនុស្សពីថារួមជាតិមួយយ៉ាងគេអត់សំដៅទៅលើជាតិនេះជាតិគេសំដៅឲ្យតែមនុស្សដូចគ្នារួមជាតិគឺមនុស្សដូចគ្នាញោមណាអានឹងជារួមសាសនាទី2ទី3រួមទោសយើងទាំងអស់គ្នានេះកើតចាស់ឈឺស្លាប់ដូចគ្នានេះទុកធំសម្រាប់ជីវិតរបស់មនុស្សនេះអ្នកណាក៏កើតអ្នកណាក៏ចាស់អ្នកណាក៏ឈឺក៏ស្លាប់ដូនតាម៉ែឪយើងគាត់កើតចាស់ឈឺស្លាប់អស់ហើយតែខ្លួនយើងកំពុងធ្វើដំណើរបណ្ដោយទៅគាត់កើតក៏កើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺនៅតែមួយទៀតទេនេះនៅតែមួយទេកុំភ្លេចខ្លួនកុំថាងាប់តែយាយអញតាអញងាប់តែម៉ែអញឪអញតែងាប់ដែរតែបានទេញោមណានេះក៏រួមទុំហើយពុទ្ធសាសនាជាសាសនារំដោះទុក្ខដ៏ខ្ពស់ធំធេងបំផុតគឺរំដោះការកើតចាស់ឈឺស្លាប់នឹងឯងធ្វើដែលព្រះអង្គសម្ដែងហើយជាមេគាជាផ្លូវសម្រាប់ឲ្យយើងបដិបត្តិដើម្បីរំដោះខ្លួនចេញពីការកើតចាស់ឈឺស្លាប់នោះយ៉ាងឲ្យរំដោះខ្លួនចេញពីព្រោះបើសិនណាជាយើងទាំងអស់គ្នានេះមិនបដិបត្តិតាមធម៌របស់ព្រះពុទ្ធទេយើងនៅតែកើតចាស់ឈឺស្លាប់តែក្នុងនេះឯងអត់ទៅណារួចទេស្លាប់ពីជាតិនេះទៅក៏កើតជាតិទៀតកើតវិជាតែមានជាតិបន្តវិលវល់តែក្នុងភពទាំង3នេះឯងភពទាំង3សិតតែកន្លែងដែលកើតទុក្ខទាំងអស់នេះសូមឲ្យយមញាតិជ្រាបទៅចេញផុតពីទុក្ខទាំង3ហ្នឹងបានរួចផុតចាកទុក្ខនឹងព្រះពុទ្ធលោកសម្ដែងធ្វើទុក្ខឲ្យយើងនឹងរំដោះខ្លួនចេញពីទុក្ខ
បានន័យថាយើងរំដោះខ្លួនយើងកុំឲ្យនៅក្រោមឥទ្ធិពលរបស់ដីទឹកភ្លើងខ្យល់នេះកាយរបស់យើងនេះប្រជុំដីទឹកភ្លើងខ្យល់ការដែលយើងមើលទាំងមូលអត់ដឹងថាមានអីតែខ្លួនយើងហ្នឹងអានេះទឹកដីភ្លើងខ្យល់មកប្រជុំគ្នាធាតុ4ពុទ្ធលោកវិភាគលោកបំបែកឲ្យយើងមើលក្នុងកាយរបស់ផងយើងហ្នឹងដីទឹកអសក់រោមកញ្ចក់ធ្មេញស្បែកឆ្អឹងសាច់សរសៃអីទាំងអស់នេះធាតុដីវារឹងលោកបំបែកចេញមកក្រុមមកអាធាតុណាដែលវាសើមវារាវវាជ្រាបទៅមានញើសមានទឹកភ្នែកទឹកសម្បល់មានខ្លាញ់ខាប់ខ្លាញ់រាវមានឈាមមានទឹកម៉ូតអីទាំងអស់នេះធាតុទឹកឲ្យលោកបំបែកចេញមកក្រុមទី2បំបែកក្នុងកាយហ្នឹងទី3អ្វីធ្វើខ្លួនយើងឲ្យក្តៅគឺធាតុភ្លើងអ្វីដែលធ្វើកាយយើងឲ្យកម្រើកយើងដើរបានយើងក្រោកយើងអង្គុយយើងរត់អីបាននេះហើយនឹងដង្ហើមចេញចូលគឺខ្យល់ទេញ៉ាំងកាយយើងឲ្យកម្រើកបានហ្នឹងយើងមើលមនុស្សស្លាប់មានកម្រើកអស់ខ្យល់ទៅដល់លោកបំបែកមកកាយយើងឃើញមានអដីទឹកភ្លើងខ្យល់បំបែកចេញពីគ្នាចឹងមកដល់ផ្គុំចូលនេះតែយើងអត់ដឹងថាមានអីទៅជាកាយអានេះគេថាយើងនៅក្រោមឥទ្ធិពលរបស់ដីទឹកភ្លើងខ្យល់គឺនៅតែស្លាប់កើតហើយបើអញ្ចឹងមានពិធីដែលរំដោះខ្លួនរំដោះជីវិតឲ្យផុតពីដីទឹកភ្លើងខ្យល់អាណានិគមគ្រប់គ្រងយ៉ាងហ្នឹងរំដោះទៅបានដោយសារបដិបត្តិទៅតាមអរិយមគ្គអដ្ឋង្គិកមគ្គផ្លូវទាំង8ហ្នឹងលោកសំដែងធម៌ឲ្យយើងរំដោះផុតពីទុក្ខជាតិនៅក្រោមឥទ្ធិពលរបស់ដីទឹកភ្លើងខ្យល់នោះទៀតនឹងពុទ្ធសាសនាមានសារៈសំខាន់ណាស់យើងអ្នកគោរពពុទ្ធសាសនាបើយើងយល់ពីពាក្យទូលមានព្រានបដារបស់ព្រះពុទ្ធនឹងបានទទួលផល3យ៉ាងទី1ឲ្យជីវិតយើងបានសុខក្នុងបច្ចុប្បន្នលោកីនេះព្រះពុទ្ធលោកបង្កើតធ្វើជីវិតខ្លួនឲ្យសុខក្នុងបច្ចុប្បន្នត្រូវរកសម្បត្តិទ្រព្យឲ្យបានសម្បត្តិទ្រព្យដែលរកបានគឺត្រូវធ្វើការដោយកាយដោយវាចាចិត្តហ្នឹងឲ្យត្រឹមត្រូវល្អខំធ្វើទៅបានទ្រព្យបានសម្បត្តិអីខុសពីនឹងអត់មានទេព្រោះព្រះអង្គលោកយល់ថាជីវិតមនុស្សបានសុខព្រោះមានទ្រព្យមានសម្បត្តិតែអត់ទ្រព្យអត់សម្បត្តិមិនបានសុខទេវារកទ្រព្យរកសម្បត្តិបានមកហើយលោកឲ្យបែងចែកជា4ចំណែកទៀតពង្រៀនយ៉ាងចំណែកមកភាគទី1ចិញ្ចឹមជីវិតខ្លួនយើងប្តីប្រពន្ធមេគ្រួសារអ្នករកទ្រព្យសម្បត្តិនៅនឹងទាំងអស់ភាគទី1ភាគទី2ចិញ្ចឹមម៉ែឪគាត់ចាស់ហើយបងកូនយើងនៅតូចគាត់ចិញ្ចឹមយើងម្នាក់ជាង20ឆ្នាំហ្នឹងកូនមួយម្នាក់ជាង20ឆ្នាំកូន5មិនដឹងជាគាត់រកសម្បត្តិទ្រព្យមកចិញ្ចឹមយើងអស់ប៉ុណ្ណាតែយើងគាត់មើលអានឹងដល់គាត់ចាស់ហើយត្រូវចិញ្ចឹមគាត់វិញពុទ្ធលោកពន្រៀនយ៉ាងភាគទី3ចិញ្ចឹមកូនយើងព្រោះកូនជាឈើច្រត់ទីពឹងរបស់យើងដែលយើងនឹងចាស់ទៅមានណាទីពឹងមានតែកូនកិនទីពឹងជួយកិច្ចការយើងបានពុទ្ធថាឈើច្រត់អីចិញ្ចឹមឈើច្រត់ចំណែកទី4ឲ្យកត់ទុកបរិច្ចាគធ្វើបុណ្យធ្វើកុសលឲ្យញោមសាងវត្តសាងអារាមអស់សត្វតែចំណែកដែលត្រូវយកមកកត់ទុកឲ្យតែរបស់ណាដែលយើងបរិច្ចាគធ្វើជាទានប្រយោជន៍សាធារណៈទូទៅឬក៏ធ្វើជាបុណ្យជាកុសលចំពោះពុទ្ធសាសនាអីគេហៅថាកត់ទុកក្នុងពុទ្ធសាសនាចំណែកទី4ហ្នឹងបើពុទ្ធលោកបញ្រៀនយើងចឹងរាសម្បត្តិបច្ចុប្បន្នលោកីនេះសំខាន់ណាស់ញោមចង់ទៅឋានសួគ៌ក្តីចង់ទៅនិព្វានក្តីគឺអាស្រ័យសម្បត្តិនឹងឯងបើគ្មានសម្បត្តិជាទុនទៅមិនរួចទេទៅឋានសួគ៌មិនរួចទេទៅនិព្វានមិនរួចទេភោគសម្បត្តិនឹងឯងជាទុនណាដែលអាចឲ្យញោមទៅសន្សំពូជទៅឋានសួគ៌បានតែបីសាងធ្វើជាទានជាកុសលគឺទ្រព្យសម្បត្តិក្នុងបច្ចុប្បន្ននឹងឯងតែពុទ្ធលោកបញ្រៀនបញ្ជាក់បញ្យល់យើងពីជីវិតយើងគ្រប់គ្នានៃរស់នៅ
នឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបនឹងបានតែញោមញាតិរកត្រឹបបានហើយត្រូវបែងជា4តែបានដែរញោមណាគ្រប់គ្នាទាំងអស់មកក្នុងមួយចំណែក4អាត្មាប្រាប់ឲ្យតាទី1ចិញ្ចឹមជីវិតយើងប្តីប្រពន្ធអ្នករកត្រឹបទី2ចិញ្ចឹមម៉ែឪយើងទី3ចិញ្ចឹមកូនទី4កប់ទុកគឺធ្វើបុណ្យគឺនៅលោកបញ្រៀនចេះអាការធ្វើបុណ្យអញជាទុនឲ្យញោមទៅឋានសួគ៌ទៅនិព្វានបាននឹងពូជបន្តទៅទៀតខ្ញុំមើលពុទ្ធសាសនាមានសារៈសំខាន់មានប្រយោជន៍ណាស់ល្អណាស់សម្រាប់ជីវិតរបស់មនុស្សប៉ុន្តែយើងជាអ្នករួមជាតិរួមសាសនារួមតោទាំង3ដូចគ្នាទាំងអស់សម្បានទេញោមណាចឹងសំដែងធ្វើទេសនាថ្ងៃនេះប៉ុណ្ណឹងចុះដូចជា1 ម៉ោងហើយ1 ម៉ោងលឿនតិចហើយបើញោមបើញោមតែពិសាអាហារផងមកមុខស្ងួតភ័យឃ្លានអាហារបើមិនចឹងសូមបញ្ចប់ធ្វើទេសនាប៉ុណ្ណឹងចុះក្នុងកម្មវិធីបន់វិសាខបូជាពររបស់ញោមញាតិពុទ្ធបរិស័ទទាំងអស់គ្រប់គ្នានៅក្នុងបើវត្តអីបាទវត្តខ្មែរបែបបន់នេះមិនសូវចាំបានផងបងជួយជាអរគុណម្ដងញោមណាតាមពុទ្ធសាសនាថាបានសាងមិនបានអាចទាញមនុស្សនោះឲ្យមកជួបគ្នាបាននេះអាត្មាក៏សូមថ្លែងអំណរអរគុណនឹងញោមញាតិក៏มันអាចបំភ្លេចបានទេឬដែលអាត្មាជំរាបថាមកនេះអត់ចង់ទេបើដល់អង្គុយគិតទៅវាមេត្តាទឹកចិត្តញោមញាតិចង់បានជួបញ៉ាំក៏តស៊ូតស៊ូបដូរឲ្យបានមកជួបគ្នាមកសម្បានតែញោមញាតិណាបើកុំភ្លេចដែលអាត្មាថាจะបើញោមញាតិរាប់អានលោកគ្រូនេះបណ្ណារាប់អានអាត្មាឲ្យបានច្រើនជាងលោកញោមធ្វើទេសនាក្នុងឱកាសបុណ្យវិសាខបូជារបស់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នានៅវត្តខ្មែរបែលបូនរដ្ឋវីកតូរីយ៉ាសាជីវកម្មក្នុងឱកាសនេះក៏សន្មតតែចប់តែប៉ុណ្ណេះឯងអេវ៉ាំង